ប៉ុន្តែជីវិតមានបញ្ហាមានវិបត្តិយើងពិចារណាតាមផ្លូវពធតេតងទៅនឹងចិត្តសៈមរណង្ហោតិចិត្តតោទុក្ខានិបាសតិពន្ធាំងវៈធាំងបរិក្លេសੰតាស្មាចិត្តតੰនរោចយេចឹងមិនណាមានជាតិដំណើរបញ្ញខណ្ឌមានអនិច្ចតោទុក្ខតោរោគតោកណ្ដតោសលតោពធណែនាំឲ្យយើងចារណាក្នុងវិបស្សនាកថាសម្ដែងឡើង40មុខហ្នឹងហើយព្រឹត្តទៅក្នុងបរិញ្ញាចឹងហើយតៃរណបរិញ្ញាហ្នឹងហើយបន្ទាប់ពីបានដឹងនាមរូបព្រមទៅដោយបច្ច័យហើយហ្នឹងគឺលក្ខណៈទាំងអស់ហ្នឹងនៅក្នុងតៃរណបរិញ្ញាសមសនញ្ញាណរហូតដល់បហានបរិញ្ញាក្នុងការដែលកម្ចាត់បងនៅតណ្ហាបាទានហើយជាហេតុនៃក្តីទុក្ខក្នុងវដ្តៈព្រោះវដ្តៈគឺជាជីវិតម្អង្គម្នាក់ដែលប្រព្រឹត្តទៅដោយសមុទយៈហេតុនៃក្តីទុក្ខភពជាតិកំណើតហ្នឹងគឺអវិជ្ជាតណ្ហាជាមូលដែលព្រះពុទ្ធអង្គទ្រង់ប្រកាសសម្ដែងបុគ្គលពេលងងខ្លៅហ្នឹងគឺដែលមានអវិជ្ជាហ្នឹងធ្វើឲ្យវដ្តសង្សារហ្នឹងវែងឆ្ងាយហ្នឹងហើយទីខោពេលលានសង្សារោសត្វធម្មយ៉ាងអវិជ្ជាអ្នកតាំងហ្នឹងគឺមកអំពីមិនបានដឹងនៅព្រះសទ្ធម្មហ្នឹងឯងមិនបានដឹងនៅពោធិបក្ខយធម៌មិនបានដឹងនៅព្រះនិព្វានគឺអវិជ្ជាហ្នឹងដែលមិនបានដឹងវត្តទុក្ខប្រព្រឹត្តទៅយ៉ាងណាមិនមានសច្ចញ្ញាណណាហ្នឹងឯងក្នុងការដែលមិនដឹងនៅអវិជ្ជាហ្នឹងយើងមានឱកាសបានជួបនឹងព្រះសទ្ធម្មយើងសិក្សាអប់រំចម្រើនបញ្ញាបរិញ្ញាហ្នឹងឲ្យបានដឹងនៅព្រះសទ្ធម្មព្រះធម៌ដែលព្រះអង្គទ្រង់ប្រកាសសម្ដែងមកហ្នឹងចឹងបានឃើញសតិប្បដ្ឋានសមាបដ្ឋានឃើញអតិបាតឃើញធម៌ទាំងអស់ហ្នឹងចឹងដែលយើងត្រូវធ្វើសង្គ្រាមជាមួយនឹងកិលេសមីចឹងក្នុងជីវិតរបស់យើងព្រោះណាក្នុងបញ្ហាលោកចាស់សនសឿនចឹងឆ្ងល់ត្រង់បឋិជនព្រះសោតាបានព្រះសក្តិគាមីព្រះអនាគាមីចឹងនៅពេលដែលនឹកកាលដែលនឹកដល់កុសលហេតុអ្វីបានជាកើតអកុសលទៅវិញដូចជារាគោឧបច្ចតិទិដ្ឋិឧបច្ចតិវិជិកិច្ឆាឧបច្ចតិឧទ្ធច្ចៈឧបច្ចតិទោមនស្សៈឧបច្ចតិបតិលម្បណៈតាឧបច្ចតិប៉ុន្តែហ្នឹងគឺ
mau pi cột sa chia lâu cái dễ chia aram nạp tráiในอกุศลบ้านจ้ะนั่นแหละอกุศลเกิดแล้วโดยពុទ្ធបរិស័ទយើងនឹកឃើញដល់កុសលមានទានមានសិលអីដែលបានរក្សាចឹងទៅក៏មានទិដ្ឋិប្រកាន់នៅកុសលទាំងអស់ហ្នឹងដោយអំណាចនៃទិដ្ឋិហ្នឹងថាខ្លួនយើងណាទិដ្ឋិហ្នឹងជាអ្នកធ្វើនៅកុសលហ្នឹងហ្នឹងហើយហ្នឹងគឺទិដ្ឋិកើតឡើងហើយការនឹករលឹកទៅដល់កុសលហ្នឹងបើសេចក្តីជ្រះថ្លាអបរៈចេតនាកើតឡើងអាហ្នឹងក៏ជាកុសលដែលកើតឡើងប្រពយកកុសលហ្នឹងមកជាអារម្មណ៍ចឹងទៅណាហ្នឹងហើយចំណែកតតិលំបណៈហ្នឹងជាធម្មតាទេហ្នឹងឯងព្រោះណាវាទទួលនៅអារម្មណ៍នោះហ្នឹងឯងតតិលំបណៈហ្នឹងប្រែមកថាអារម្មណ៍នោះមានជាតិជាវិបាកនៅពេលដែលជាវ័នហ្នឹងរលត់អស់ទៅវានៅសល់អារម្មណ៍ហ្នឹងជាបច្ច័យនៃវិបាកកើតឡើងទៅមានមហាវិបាកហើយនឹងមានយើងហៅសន្តិរណៈហ្នឹងណាហ្នឹងឯងក្នុងសតិលំបណៈហ្នឹង11ដួងហ្នឹងចិត្តមួយណាកើតឡើងពីរគណៈដែលមានអារម្មណ៍នោះហ្នឹងឯងតេតងទៅនឹងអារម្មណ៍ដែលជាកាមាវិចរៈតេតងទៅនឹងជាវ័នហ្នឹងជាកាមាវិចរៈតេតងទៅនឹងភូមិហ្នឹងជាកាមាវិចរៈអញ្ចឹងទៅមានតតិលំបណៈហ្នឹងចិត្តនិយមទំនៀមនៃតតិលំបណៈហ្នឹងតែងកើតឡើងអញ្ចឹងហ្នឹងឯងតែដែលគុណចាស់ឆ្ងល់ត្រង់ថាមិនបាននឹកដល់កុសលទៅជារាគៈកើតឡើងទិដ្ឋិកើតឡើងវិជិច្ឆាកើតឡើងឧទ្ធិចៈកើតឡើងឬក៏តោមនស្សកើតឡើងហ្នឹងឯងដោយសារថាអនុស័យនៃកិលេសហ្នឹងវានៅមានសម្រាប់បឋិជនហើយនឹងព្រះសេកបុគ្គលហ្នឹងនៅសញ្ញាជាអ្នកទាំងអស់ទៅសម្រាប់បឋិជនហើយព្រះសោតាបានប្រសក្តិគាមីនៅជាប់ដោយចំណងខាងក្នុងហ្នឹងហើយចំណងខាងក្នុងហ្នឹងគឺនៅក្នុងកាមភពហ្នឹងហើយព្រះអនាគាមីក៏នៅជាប់ចំណងដែរចំណងខាងក្រៅកាមភពហ្នឹងឯងចឹងបានពុទ្ធអង្គទ្រង់ប្រកាសសម្ដែងក្នុងបុគ្គលពួកពីរហ្នឹងគឺសម្ដែងពីព្រះសោតាបានប្រសក្តិគាមីហ្នឹងនៅជាប់ដោយចំណងខាងក្នុងហ្នឹងគឺចំណងឲ្យកើតនៅក្នុងកាមភពហ្នឹងហើយចំណងខាងក្នុងទោះជាព្រះសោតាបានប្រសក្តិគាមីហ្នឹងបដិសន្ធិទៅនៅក្នុងរូបព្រំអរូបព្រំនឹងក៏ដោយប៉ុន្តែឈ្មោះថានៅជាប់ចំណងខាងក្នុងឬគ្រាន់តែថាប្រៀបដូចជាកូនគោដែលជាប់ចំណងក្នុងក្រោលប៉ុន្តែចេញមកដេកក្រៅហ្នឹងចឹងហ្នឹងឯងនៅចំណងខាងក្នុងគឺចំណង
nông cả một phút rồi nơi miền cả một chăn tệ nữa năng ai bà để sao ta ban ta sạc tê kia mi năng nơi chìm nô chỉ tê và đá nắng cái chọp chìm non nông cào thấy có đây là nông cào thì chẳng trời tạiព្រះណាគាមីលោកនៅចំណងក្រៅក្រោលហ្នឹងឯងចំណងក្រៅពីកាមភពនៅជាមនុស្សជាទេវតាអីចឹងមែនថាចំណងហ្នឹងវាចំណងក្រៅក្រោលគ្រាន់ថាដូចគោដេកនៅក្នុងក្រោលចឹងតែជាព្រះណាគាមីក្នុងរូបព្រំអរូបព្រំដេកក្រៅក្រោលហ្នឹងឯងទាំងចំណងក៏ក្រៅនឹងគឺជាប់ទៅដោយសញ្ញាជាអ្នកគ្រឿងចងនៅក្នុងភពហ្នឹងប៉ុន្តែព្រះសោតាបានសក្តិគាមីព្រះណាគាមីហ្នឹងគឺជានិយតបុគ្គលគឺជាបុគ្គលដែលទៀងតែពីអស់នៅចំណងហ្នឹងមិនជាច្រើនពេលវេលាជាតិកំណើតអីទៅទេព្រះអរហន្តក៏ទៀងតែបរិនិព្វានក្នុងជាតិនឹងតែម្ដងនិយតបុគ្គលហ្នឹងប៉ុណ្ណាហ្នឹងហើយហើយបឋិជនក៏មានជាបុគ្គលទៀងដែរក៏ហ្នឹងហើយដោយអនន្តរិយកម្មនិយតមិច្ឆាទិដ្ឋិគឺជាបឋិជនដែលទៀងតែពីធ្លាក់នរកក្នុងជាតិបន្តស្លាប់ហ្នឹងតែជាតិទី2ចឹងហ្នឹងឯងជាតិដែលធ្វើនៅកម្មហ្នឹងជាតិទី1ហ្នឹងឯងជាតិហ្នឹងក៏រាប់ជាតិបន្តស្លាប់ជាតិទី2ហ្នឹងឯងដោយអំណាចឧបបច្ចវេទនីយកម្មហ្នឹងអនន្តរិយកម្មហ្នឹងឲ្យផលក្នុងជាតិបន្តស្លាប់ហ្នឹងដែលអត់មានអ្វីមកដោះដូរកែប្រែអីបានទេហ្នឹងហើយអញ្ចឹងអនិច្ចតោបុគ្គលដែលមិនទៀងហ្នឹងគឺមានតែបឋិជនហ្នឹងហើយដែលមិនមានអនន្តរិយកម្មនិងនិយតមិច្ឆាទិដ្ឋិគឺព្រះអង្គសម្ដែងក្នុងបកលបញ្ញត្តិហ្នឹងតេតួងទៅនឹងបរមត្តធម៌ហ្នឹងឯងបរមត្តធម៌មានមិច្ឆតនិយតាធម្មាសម្មត្តនិយតាធម្មាហើយនៅសល់បណ្ណាទៀតក៏ចូលក្នុងអនិច្ចតាធម្មាហ្នឹងទៅមានធម្មាដែលព្រះអង្គសម្ដែងអង្គធัวហើយទៅបានព្រះអង្គប្រកាសបកលបញ្ញត្តិហ្នឹងជាមនុស្សជាទេវតាជាសត្វលោកដែលតែងមានក្នុងលោកហ្នឹងហ្នឹងឯងក៏មកអំពីបរមត្តធัวហ្នឹងឯងតែងមានរមែងមានយើងសិក្សាជ្រួតជ្រាបនៅព្រះធម៌ជាការអប់រំចិត្តហ្នឹងហើយចឹងគាត់ណាយើងមានឱកាសថាមានបដិសន្ធិក្នុងប្រទេសដ៏សំគួរជាមង្គលដ៏ឧត្តមហើយត្រង់ដែលថាបានខ្សែគប់ជាមួយនឹងសប្បុរសហើយបានសិក្សាពធัวបត្រៃបីដកហ្នឹងណាហ្នឹងហើយសិតតែជាមង្គលហ្នឹងហើយភាសិតក្នុងលោកហ្នឹងលើកពីរឿងជីវិតល្អទាំងកុហកបព្វជិតព្រឹត្តទៅយ៉ាងម៉េចហ្នឹងគឺហើយយើងបានសិក្សានៅក្នុងមង្គលសូត្រគឺយើងរឹតតែជ្រះថ្លានៅក្នុងមង្គល38ប្រការណាពោលយ៉ាងម៉េចហ្នឹងគឺ
វាមិនមែនចេញពីសព្វញ្ញុត្តញ្ញាណហ្នឹងឯងដោយច្រើនវានៅជាប់ដោយអត្តានុទិដ្ឋិហ្នឹងឯងបើថាពោលទៅជាញ្ញៈហ្នឹងតាមព្រះពុទ្ធដីកាទៅមានអីទេហ្នឹងឯងទោះជាអ្នកពោលហ្នឹងវានៅជាប់ដោយទិដ្ឋិអីក៏ដោយប៉ុន្តែថាពោលទៅជាព្រះពុទ្ធដីកាទៅណាហ្នឹងឯងមិនតែដល់ពេលពោលទៅអธิบายទៅយើងស្ដាប់ទៅពេលដែលពោលចេញមកហ្នឹងវានៅជាប់ដោយការប្រកាន់ខ្លួនយើងខ្លួនគេជាពេលដែលត្រូវដោះស្រាយឲ្យខ្លួនឯងហ្នឹងបានល្អបានប្រសើរបានសេចក្តីសុខប៉ុន្តែវានៅជាប់ដោយសេចក្តីសម្គាល់ក្នុងការដោះស្រាយបញ្ហាហ្នឹងគឺវាមានសេចក្តីសម្គាល់ដោយអត្តានុទិដ្ឋិហ្នឹងអត្តសញ្ញាហ្នឹងរឿងក្នុងលោកហ្នឹងនិយាយពីរឿងខ្លួនយើងខ្លួនគេទៅគឺថាវាជាប់ដោយសេចក្តីប្រកាន់ខ្លួនយើងខ្លួនគេហ្នឹងអញ្ចឹងទៅហ្នឹងជាចំណុចដែលយើងស្ដាប់ទៅយើងសិក្សាទៅគឺដំណោះដោះស្រាយនៅក្នុងលោកហ្នឹងទោះជាបានសពមកពេលមកគ្រាអីយ៉ាងម៉េចក៏វាអត់ចូលទៅដល់ការលះអត្តានុទិដ្ឋិដែលវាជាចំណងក្នុងវត្តសង្សារនេះអទិដ្ឋិសញ្ញាជាអ្នកនេះណាចំណងចងសត្វលោកហ្នឹងខំប្រឹងប្រែងទៅរកទទួលទានអីចឹងទៅហ្នឹងឯងប៉ុន្តែវាអត់បានប្រព្រឹត្តទៅដើម្បីដោះស្រាយអត្តានុទិដ្ឋិហ្នឹងទេអញ្ចឹងគ្រាន់តែមកពេលមកគ្រាហ្នឹងវាអាចបង្កប់នៃត្រង់ដែលថាស្លាប់ទៅសូន្យអីចឹងទៅហ្នឹងឯងក៏មានដែរហ្នឹងឯងអញ្ចឹងវាជារឿងសញ្ញាជាអ្នកនៅក្នុងវត្តដាក់ហ្នឹងសម្រាប់បឋិជនហ្នឹងគឺក្រៃលែងទៅណាស់វាជាប់ទៅដោយចំណងវត្តសង្សារហ្នឹងសរុបមកគឺថាមិនរួចផុតចាកទុកឡើយហ្នឹងឯងគណាយើងមកសិក្សាក្នុងមង្គលសូត្រព្រះអង្គទ្រង់ប្រកាសសម្ដែងអង្គធัวជាមង្គលហ្នឹងតេតងទៅដោយគុណចាស់លើកបញ្ហាអីមកអញ្ចឹងគឺជាព្រះអភិធម្មតេតងទៅនឹងបច្ច័យណាដោយថាកុសលជាបច្ច័យនៃអកុសលដោយអារម្មណបច្ច័យហ្នឹងឯងហ្នឹងកុសលជាបច្ច័យនៃអកុសលអកុសលហ្នឹងកើតឡើងនឹកឃើញដល់កុសលទៅកុសលហ្នឹងជាអារម្មណ៍នៃរាគៈហ្នឹងឯងហ្នឹងគឺចំពោះកុសលដែលជាលោកយៈតែម្យ៉ាងហ្នឹងឯងនៅក្នុងដោយព្រះអភិធម្មតេកមេតិកាអីដែលព្រះអង្គប្រកាសសម្ដែងថាអសង្កលិដ្ឋៈសង្កលេសិកាធម្មីណាហ្នឹងហើយកុសលហ្នឹងមិនមែនអកុសលមិនសៅមងទេប៉ុន្តែគួរដល់ការសៅមងហ្នឹងហើយដែលគួរដល់ការសៅមងហ្នឹងគឺបានន័យថាជាអារម្មណបច្ច័យនៃសេចក្តីសៅមងនៃអកុសលហ្នឹងហើយបើអកុសលគឺថាសង្កលិដ្ឋៈសង្កលេសិកាធម្មីអញ្ចឹងណាហ្នឹងអកុសលហ្នឹងវាសៅមងទាំងគួរដល់ការសៅមងហ្នឹងសូម្បីតែលោកយៈធัวដតីទៀតកុសលអព្យាក្រឹតហ្នឹងក្រៅពីអកុសលហ្នឹងគឺពិតមែនតែមិនសៅមងតែក៏គួរដល់ការសៅមង
អសង្កលដ្ឋៈសង្កលេសិកាធម្មេមានតែលោកតរៈទេអសង្កលដ្ឋាសង្កលេសិកាធម្មេហ្នឹងឯងអសង្កលដ្ឋៈអសង្កលេសិកាហ្នឹងឯងគឺមិនសៅមងហើយមិនគួរដល់ការសៅមងគឺបានន័យថាការដែលមានមគ្គផលមានព្រះនិព្វានជាអារម្មណ៍គឺបច្ចវេកណញ្ញាណអីចឹងទៅជាមហាកុសលញាណសម្បយុទ្ធឬក៏បច្ចវេកណញ្ញាណរបស់ព្រះអរហន្តមហាកិរិយាញាណសម្បយុទ្ធចឹងទៅហ្នឹងឯងជាដើមចឹងណាអត់មានលោកតរៈដួងណាលោកតរៈហ្នឹងទាំងព្រះនិព្វានផងណាលោកតរៈអសង្កតៈព្រះនិព្វានមគ្គផលចិត្តបាតហ្នឹងលោកតរៈសង្កតៈព្រោះមានបច្ច័យតតែហ្នឹងទាំងអស់ហ្នឹងគឺមិនជាអារម្មណ៍នៃអកុសលឯណានេះមួយទេរាគៈទិដ្ឋិឬក៏អតិចៈតោមនោអីហ្នឹងគឺអត់មានការកើតឡើងប្ររពទៅក្នុងលោកតរៈទេហ្នឹងគឺជានិយមធម៌ដែលយើងសិក្សាបរមត្ថសិក្សាព្រះអភិធម្មទៅនៅត្រង់ដែលថាយើងមានកិច្ចការងារដែលប្រព្រឹត្តទៅគេថាក្នុងโลกណាហៅថាអភ័យឯកសិទ្ធហ្នឹងហើយគ្រាន់តែជ័យពាក្យក្នុងโลกហ្នឹងគឺក្នុងខ្លឹមសារដែលថាវាប្រព្រឹត្តទៅដោយការមិនមានភ័យសម្រាប់មួយអង្គម្នាក់ទោះជាអ្វីក្នុងโลกហ្នឹងយើងមិនអាចហាមបានថាកុំឲ្យកើតយ៉ាងនេះអីចឹងណាហ្នឹងឯងយើងនិយាយជារឿងក៏បានហ្នឹងឯងកុំឲ្យរឿងនេះកើតរឿងនោះក្នុងជីវិតរបស់យើងក្តីក្រៅពីជីវិតរបស់យើងក្តីយើងគ្មានសិទ្ធិដើម្បីនឹងហាមនៅរឿងទាំងឡាយទាំងពួងហ្នឹងកុំឲ្យកើតឡើងក៏ប៉ុន្តែយើងមានសិទ្ធិដើម្បីមិនតោមនោដើម្បីមិនបន្ទុះមិនតោះជាមួយនឹងអ្វីដែលកើតឡើងនោះអានឹងវាជាសិទ្ធិផ្ទាល់ខ្លួនហ្នឹងហើយដែលចាំបាច់ត្រូវប្រតិបត្តិក្នុងពធណាហ្នឹងហើយប៉ុន្តែមិនមែនការដែលមិនសង្គ្រោះដល់ពពួកជនការដែលមិនជួយអ្វីដល់ក្រុមគ្រួសារប្រទេសជាតិសាសនាអីទេរឹងរិតតែប្រព្រឹត្តទៅក្នុងការសង្គ្រោះនឹងក្នុងការជួយនឹងក្រៃលែងទៅទៀតប្រសើរទៅទៀតរហូតស្ថិតនៅក្នុងភាពជាព្រះអរិយបុគ្គលហ្នឹងឯងសទ្ធាសិលសតៈចាគៈបញ្ញាអីហ្នឹងគឺជួយទៅជាសុខណាជាមនុស្សស្អាតត្រជាក់ណាបរិសុទ្ធដល់អ្នកដទៃសទ្ធាដែលព្រឹត្តទៅហ្នឹងដោយមានបំណងប្រាថ្នាដើម្បីឃើញអ្នកមានសិលទាំងឡាយចឹងហ្នឹងហើយទេសនៈកាមោសីលវតាំងហ្នឹងហើយដល់ឃើញទៅចង់ស្ដាប់ហ្នឹងហើយនៅព្រះសទ្ធមណាលោកម្ចាស់ណាប្រតិបត្តិយ៉ាងណាជ្រាបច្បាស់យ៉ាងណាហ្នឹងឯងបានរក្សាសិលបានល្អបានបរិសុទ្ធជាទីជ្រះថ្លាចឹងចង់ស្ដាប់ប្រធេរដីកាហ្នឹងឯង
ធម្មមាំងសោតមិច្ចតេណាប្រាថ្នាដើម្បីស្ដាប់នៅព្រះសទ្ធមហ្នឹងហើយលោកម្ចាស់មានសិលហើយមានសិលហ្នឹងជាការសង្គ្រោះដល់សពសត្វជាការដែលផ្ដល់ប្រគល់នៅភាពបរិសុទ្ធឲ្យដល់មនុស្សនិងទេវតាដោយទឹកបរិសុទ្ធដែលគួរដល់ការក្រេបផឹកហ្នឹងហើយតែទឹកស្អាតទឹកបរិសុទ្ធហ្នឹងហើយជំនួយសុខភាពដល់អ្នកឆាន់អ្នកទូទានហ្នឹងហើយសេចក្តីបរិសុទ្ធហ្នឹងមាននៅក្នុងអ្នកដែលមានសិលរហូតដល់ទៅសិលរបស់ព្រះសោតាបានព្រះសក្កទាគាមីព្រះអនាគាមីព្រះរហន្តណាបរិបូរបរិសុទ្ធដោយសិលហ្នឹងទៅណាហើយលេសោណាបរិបរិយការីគឺដើម្បីឲ្យពុទ្ធបរិស័ទបានជ្រាបថានៅក្នុងសង្គមនៃពុទ្ធបរិស័ទហ្នឹងគឺមិនមែនគិតតែពីប្រយោជន៍ខ្លួនឯងទេហ្នឹងហើយគឺដោយអំណាចនៃគុណដែលមាននៅក្នុងពុទ្ធបរិស័ទបត្រៃណគមមានទានមានសិលមានភាវនាហ្នឹងគឺថាជាគុណដែលផ្សព្វផ្សាយទៅជាប្រយោជន៍ដល់អ្នកដទៃក្រៃលែងទៅណាស់យើងត្រូវឃើញនៅក្នុងគុណហ្នឹងក៏ណាគឺប្រព្រឹត្តទៅដោយស្វ័យប្រវត្តិចឹងទៅហ្នឹងហើយគ្រាន់តែលោកគង់នៅស្ងៀមហ្នឹងមនុស្សទេវតាជ្រះថ្លាថ្វាយបង្គំគោរពបូជាហ្នឹងក៏មានសេចក្តីសម្រេចទៅដោយបុណ្យច្រើនមានផលច្រើនមានអានិសង្សច្រើនហើយប្រធេរដីការបស់អ្នកបួសអ្នកមានសិលហ្នឹងក៏ព្រឹត្តទៅជាធម្មទានដ៏ប្រសើរដែលគួរដល់ការក្រេបផិតឬក៏ដូចជាសម្ពុតដែលនាំមកអំពីដែនកាសីដែលមានតម្លៃគួរដល់ការថែរក្សាទុកដាក់ឲ្យបានល្អហ្នឹងហើយអ្នកមានសទ្ធាហ្នឹងក៏វិនយៈមច្ឆេរមេលៀងណាវិនយៈហ្នឹងត្រូវតែកម្ចាត់បងមច្ឆេរមេលៀងមន្ទិលគឺសេចក្តីកំណាញ់អ្នកមានសទ្ធាចាប់ពីព្រះសោតាបានទៅមិនមានមច្ឆរិយៈហ្នឹងជាសម្បត្តិព្រះនិព្វានទៀតផងចាមិនមានអ៊ីសាមច្ឆរិយៈហ្នឹងមិនមានជាសម្បត្តិព្រះនិព្វានគឺបានន័យថាអ៊ីសាមច្ឆរិយៈហ្នឹងមិនកើតឡើងនៅក្នុងព្រះសោតាបានហ្នឹងដោយសោតាបត្តមៈអញ្ចឹងការដែលមិនមានអ៊ីសាមច្ឆរិយៈហ្នឹងគឺសម្បត្តិព្រះនិព្វានជាតួព្រះនិព្វានរបស់ព្រះសោតាបានហ្នឹងហើយអត់មានព្រះនិព្វានអីយ៉ាងដទៃទៀតទេណាចាព្រះនិព្វានហ្នឹងគឺការមិនកើតឡើងនៅវត្តដាក់ដោយមគ្គហ្នឹងហើយវត្តដាក់ហ្នឹងកិលេសវត្តដាក់កម្មវត្តដាក់វិបាកវត្តដាក់ហ្នឹងឯងព្រះនិព្វានគឺដែលព្រះអង្គសម្ដែងថាមានអដ្ឋិប្រែថាមានគឺមានអញ្ចឹងឯងចាហ្នឹងឯងមានដោយអំណាចមគ្គអរិយមគ្គហ្នឹងហើយគ្រប់ព្រះអរិយបុគ្គលទាំងអស់លោកមានសម្បត្តិព្រះនិព្វានអត់តែបឋិជនទេហ្នឹងហើយបឋិជនអត់មានវិសុទ្ធិសូម្បីតែសីលវិសុទ្ធិក៏មិនមានក្នុងអន្តៈបឋិជននឹងផងចាំបាច់និយាយអីដល់វិសុទ្ធិពោះរហូតមកដល់ញាណទេសនវិសុទ្ធិគឺអរិយមគ្គអញ្ចឹងគឺអត់មានព្រះនិព្វានទេនៅក្នុងបឋិជនហ្នឹង
ព្រះបណ្ណៈមន្តានីបតប្រកាសហើយណាហ្នឹងហើយហ្នឹងក៏គ្មានក្នុងដើមឈើព្រៃភ្នំទលេសមុទ្រចក្រវាលនៅក្នុងភពភូមិឋានណាទីណាកន្លែងណាអាចថារហិតសទេវបុត្រនឹងដើរទៅឲ្យបានដល់និព្វានមកជំហានមកចក្រវាលអីហ្នឹងគឺគ្មានទេអត់មានដើរដោយដំណើរជើងទៅដល់ឋានព្រះនិព្វានអត់មានហ្នឹងហើយប៉ុន្តែព្រះនិព្វានមានហ្នឹងហើយដោយមជ្ឈិមបដិបទាសិលសមាធិបញ្ញាចម្រើនប្រព្រឹត្តទៅដោយការមិនប្រកាន់គេថាការមិនចាប់ណានៅឧបាទានខណ្ឌការដែលមិនប្រកាន់ដោយវិបស្សនាតទាំងកបហានៈទៅរហូតឧបនិស្ស័យនៃវិបស្សនាហ្នឹងបានរកព្រះនិព្វានឃើញក៏បានជាអារម្មណ៍នៃអរិយមគ្គក៏ណាធម្មឆេតបហានៈអញ្ចឹងទៅការប្រកាន់នឹងឯងឈប់កើតឡើងដល់បុគ្គលដែលបានអរិយមគ្គហ្នឹងមានសោតាបត្តមគ្គជាដើមហ្នឹងហើយសម្រាប់ជាបុគ្គលជាព្រះសោតាបានទៅហ្នឹងឯងអញ្ចឹងដីប្រកាន់ដោយអំណាចទិដ្ឋិហ្នឹងតណ្ហាហ្នឹងមានអ្នកដែលតាំងនៅក្នុងឋានៈស្មើនឹងទិដ្ឋិហ្នឹងគេថាឈប់កើតក្នុងព្រះសោតាបានហ្នឹងជារៀងរហូតដោយសោតាបត្តមគ្គហ្នឹងឯងកិលេសវត្តៈហ្នឹងឯងដែលមិនកើតក្នុងព្រះសោតាបានហ្នឹងដោយសោតាបត្តមគ្គហ្នឹងគឺព្រះនិព្វានការមិនកើតឡើងនៅអ៊ីសាមច្ឆរិយៈហ្នឹងការមិនកើតនៅកិលេសនៅក្នុងក្រុមនៃពួកកិលេសដែលវាជាប់ដោយទិដ្ឋិហ្នឹងណាហ្នឹងអាស្រ័យសម្បយុទ្ធជាមួយទិដ្ឋិក្តីអាស្រ័យទិដ្ឋិជាឧបនិស្សយបច្ច័យក្តីហ្នឹងគឺថាឈប់កើតហ្នឹងឯងវាធ្លាប់កើតមានមកមែនវាជារឿងវត្តដាក់ដល់ទៅសោតាបត្តមគ្គមួយឆេតបហានៈទៅការមិនកើតឡើងនឹងឯងប៉ុណ្ណឹងឯងជាសម្បត្តិព្រះនិព្វានណាហ្នឹងឯងហើយកម្មដែលនាំទៅកាន់អបាយភូមិហ្នឹងក៏មិនមានការកើតដែរនឹងឲ្យតែមិនកើតដោយអរិយមគ្គគឺជានិរោធសច្ចហ្នឹងឯងអបាយភូមិឧបបត្តិភពហ្នឹងមិនកើតហ្នឹងឯងទាំងកិលេសវត្តៈកម្មវត្តៈវិបាកវត្តៈណាហ្នឹងឯងមិនកើតដោយអរិយមគ្គហ្នឹងគឺសុទ្ធតែជានិរោធសច្ចគឺព្រះនិព្វាននឹងឯងថាអនុបាទៈនិរោធហ្នឹងគឺសម្បត្តិព្រះនិព្វានហ្នឹងឯងដែលជាបរមសុខណាបរមសុខរបស់ព្រះអរិយបុគ្គលហ្នឹងឯងអត់មែនថាបរមសុខហ្នឹងមិនមានអ្នកសុខអត់មានព្រះនិព្វានជាសុខដោយមិនមានអ្នកសុខទេថាព្រះនិព្វានបរមសុខហ្នឹងគឺបរមសុខរបស់បុគ្គលអ្នកដែលបានសម្បត្តិព្រះនិព្វានហ្នឹងហ្នឹងឯងដែលព្រះនិព្វានមានឈ្មោះថាឯកន្តៈបរមសុខហ្នឹងហ្នឹងឯងបរមសុខតែម្យ៉ាងហ្នឹងគឺជាសម្បត្តិរបស់អ្នកដែលបានអរិយមគ្គហ្នឹងឯងអត់មានព្រះនិព្វានជាសុខហើយអត់មានអ្នកសុខដែលពោលថាព្រះនិព្វានជាបរមសុខឲ្យត្រូវជាប់ទៅដោយបុគ្គលអ្នកមានសេចក្តីសុខនឹងឯងចឹងព្រោះបុគ្គលនោះមានសេចក្តីទុក្ខជាវត្តទុក្ខមកដល់ទៅមគ្គហ្នឹងកាត់នៅវត្តដាក់ហ្នឹងទៅសេចក្តីទុក្ខដែលកើតពីវត្តដាក់ហ្នឹងហៅថាវត្តដាក់ទុក្ខនឹងឯងមិនកើតឡើងហ្នឹងឯងដែលជាបរមសុខហើយបរមសុខអ្នកដែលបានសម្រេចអរិយមគ្គហ្នឹងហ្នឹងឯងព្រះនិព្វានដែលពេលអ្នកសម្បត្តិណាសម្បត្តិព្រះនិព្វានហ្នឹងគឺពោលពីព្រះនិព្វានជាបរមសុខគឺអត់មានព្រះនិព្វានដែលមិនជាសម្បត្តិនៃព្រះអរិយបុគ្គលទេអត់មានទេហ្នឹងហើយដែលព្រះអង្គទ្រង់ប្រកាសសម្ដែងព្រះនិព្វានបរមសុខហ្នឹងគឺត្រូវតែជាសម្បត្តិរបស់
ព្រះអរិយបុគ្គលកាលដែលព្រះអរិយបុគ្គលហ្នឹងនៅជាបឋមជនហ្នឹងគឺមានទីក្តីទុក្ខក្នុងវត្តដាក់ហ្នឹងដែលមិនដឹងទីបំផុតទីខាងដើរមកត្រឹមប៉ុណ្ណាហើយក៏អត់មានបរិសុទ្ធទៅឯងក្នុងខាងចុងនោះទេហ្នឹងគឺវត្តដាក់ហ្នឹងដល់ទៅសោតាបត្តមៈកើតឡើងគុណចាស់មើលនៃព្រះពុទ្ធអង្គប្រៀបថាវត្តដ៏ទុកហ្នឹងដូចផែនដីអញ្ចឹងណាហើយសត្តខតងបរមោហ្នឹងព្រះសោតាបានហ្នឹងដែលនៅក្នុងកាមសុគតិភពហ្នឹងយ៉ាងច្រើន7ជាតិហ្នឹងព្រះអង្គប្រៀបថាដូចជាដុំដី7ដុំប៉ុណ្ណាហ្នឹងហើយក្នុងនិទានវៈក្នុងមហាវីរវៈក៏មានគ្រាន់តែព្រះកថាមានតែក្នុងនិទានវៈក៏មានហើយមហាវីរវៈក៏ព្រះកថាមិនបានបញ្យល់អីទៀតទេហ្នឹងហើយហ្នឹងគឺម្ដុំប៉ុនផ្លែបត្រាហ្នឹងហើយហ្នឹងគឺក្នុង7អត្តភាពហ្នឹងណាដែលនៅមានហ្នឹងឯងសេចក្តីទុកដែលអស់ទៅហ្នឹងគឺប្រៀបទៅនឹងផែនដីទាំងមូលហ្នឹងឯងហើយផែនដីទាំងមូលហើយនឹងផែនដី7ដុំមួយដុំប៉ុនផ្លែបត្រាហ្នឹងគឺសម្រាប់ទុក្ខសច្ចដែលនៅ7ជាតិហ្នឹងឯងអញ្ចឹងការដែលមិនមានសេចក្តីទុក្ខណាសម្រាប់ព្រះសោតាបានហ្នឹងដោយមគ្គហ្នឹងគឺជានិរោធសច្ចគណាសម្បត្តិដ៏ក្រៃលែងរបស់ព្រះសោតាបានជាដើមហ្នឹងនៅ7អត្តភាពហ្នឹងគឺជាទុក្ខសច្ចៈនៅខាង7អត្តភាពហ្នឹងហើយការមិនកើតឡើងនៅអបាយភូមិហ្នឹងគឺនិរោធសច្ចៈហ្នឹងការមិនកើតឡើងដោយសោតាបត្តមៈហ្នឹងហើយការមិនកើតឡើងចាប់ពីជាតិទី8ទៅដោយសោតាបត្តមៈហ្នឹងគឺជានិរោធសច្ចៈហ្នឹងជាសម្បត្តិព្រះនិព្វានហ្នឹងឯងទៅហ្នឹងហើយនិរោធសច្ចៈហ្នឹងគឺព្រះនិព្វានហ្នឹងឯងដែលជាអចន្តសន្តិហ្នឹងឯងព្រះនិព្វានដែលជានិរោធសច្ចៈហ្នឹងគឺដែលជាសេចក្តីសម្រេចចាំបាច់រៀងព្រះអង្គរៀងខ្លួនគ្រាន់តែខ្ញុំណាក៏ដូចជាគុណចាស់បានជ្រាបថាទស្សនៈក្នុងលោកហ្នឹងវាចេះតែមានណាដោយច្រើនវាខ្វះការស្វែងយល់វាសម្បូរតែមតិវាសម្បូរតែយោបល់ដូចជាមតិយោបល់អីមកក្នុងវិស័យនៃពុទ្ធបរិស័ទនឹងដូចថាគិតតែពីខ្លួនឯងអីចឹងទៅមិនគិតដល់ប្រទេសជាតិអីចឹងណាហ្នឹងហើយហ្នឹងគឺវាគ្រាន់តែថាមានទស្សនៈអីហ្នឹងយើងមិនអាចហាមបានទេហ្នឹងឯងតែយើងមានសិទ្ធិក៏ថាមិនបន្ទុះមិនតោមនោះមិនតោះប៉ុន្តែក៏យើងមានសិទ្ធិបង្ហាញប្រាប់ហ្នឹងឯងជាដំណោះដោះស្រាយបងប្អូនកូនចៅជ្រាបទៅកុំឲ្យវាមានអាការនិន្ទាខ្នន់ខ្នាញ់ហ្នឹងមករកពុទ្ធបរិស័ទមករកគុណចាស់ដែលមានគុណគួរដល់ការសរសើរគួរបណ្ដោះសេចក្តីជ្រះថ្លាហ្នឹងបែរទៅជាបណ្ដោះអានិន្ទាខ្នន់ខ្នាញ់អីហ្នឹងអញ្ចឹងទៅវិញទៅវាមានទោសហ្នឹងឯងដោយគំនិតហ្នឹងយល់ខុស
mìnhជ្រះថ្លាក្នុងបុគ្គលដែលគួរបណ្ដោះក្តីជ្រះថ្លាមានវាចាទៅយ៉ាងណាវាបែកសាយម៉ូទៅដល់កូនចៅដល់អ្នកដទៃដែលជឿស្ដាប់គាត់ហ្នឹងណាហ្នឹងហើយក៏ផ្សព្វផ្សាយតទៅកូនទៅចៅទៀតច្រើនណាស់ហ្នឹងហើយវាមានទោសហ្នឹងហើយមិនមានអ្នកណាមកដាក់ទោសអីឲ្យទេទោសជាជាតិហ្នឹងចាំតែកើតមានហ្នឹងឯងអញ្ចឹងគឺការដែលយើងបានលើកឡើងដើម្បីសម្ដែងប្រាប់ពីការពិតអញ្ចឹងទៅបងអូនកូនចៅយើងដែលបានស្ដាប់ទៅវាមិនមានការយល់ខុសមិនមានការបន្ទោសមករកអ្នកត្រួតត្រងនៅគុណហ្នឹងឯងពុទ្ធបរិស័ទបព្វជិតជាពិសេសទៅដោយនេកមគុណដោយសីលាតិគុណនេះហ្នឹងឯងគឺក្នុងសង្គមជាតិសាសនាហ្នឹងប្រសង់ហ្នឹងជួយយ៉ាងពិសេសជួយយ៉ាងបរិសុទ្ធហ្នឹងហើយជួយទៅតាមគុណធម៌ណាហ្នឹងហើយហ្នឹងគឺជាសេចក្តីដែលឥតមានជំរឿមិនងាយនឹងថាយល់ដឹងថាអ្នកដែលត្រួតត្រងនៅគុណត្រួតត្រងព្រះសទ្ធម្មប្រសាសនានឹងមានការជួយយ៉ាងម៉េចទៅទេតើតែបងប្អូនកូនចៅយើងដាប់បានល្អទៅហើយមានសេចក្តីជ្រះថ្លាមានសទ្ធាកើតឡើងអង្គលសុខក្នុងព្រះសម្មាសម្ពុទ្ធទៅហើយជ្រះថ្លានឹងធម៌របស់សប្បុរសតលខ្លួនមានសិលល្អអញ្ចឹងទៅមានប្រសាទោក្នុងប្រសង់ទៅហើយមានទិដ្ឋិត្រង់ទៅហ្នឹងឯងជាទីពឹងសម្រាប់បងប្អូនកូនចៅអ្នកម្នាក់រៀងខ្លួនដោយគុណធម៌ទាំង4ហ្នឹងទោះជាកំសត់ក្រីក្រអីយ៉ាងម៉េចក៏ដោយតែឈ្មោះថាមិនក្រនៅអរិយទ្រព្យហ្នឹងឯងជីវិតរបស់បុគ្គលហ្នឹងមិនជាមោខៈមិនសោះសូន្យទៅទេដូចជាសពពុទ្ធៈកដ្ឋិអីហ្នឹងមើលខាងក្រៅជាមនុស្សកើតឃ្លួងផងហើយក្រដើរសុំទានគេហ្នឹងឯងណាហៅថាសពពុទ្ធៈកដ្ឋិហ្នឹងគឺគាត់កើតឃ្លួងចឹងហ្នឹងឯងប្រែមកថារោគឃ្លួងហ្នឹងណាហ្នឹងឯងហើយសពពុទ្ធៈហ្នឹងគឺគាត់ឈឺគាត់ជំងឺរោគាហ្នឹងដើរសូមទានហត់នឿយចឹងទៅគាត់ស្រែកប្រាប់ពីទុក្ខលំបាករបស់គាត់ស្រែកសូមផងអីផងចឹងទៅធ្វើឲ្យអ្នកស្រុកអ្នកភូមិតាមផ្លូវហ្នឹងដែលកំពុងតែសម្រានលក់ហ្នឹងភ្ញាក់ដោយសារសម្រែករបស់គាត់ហ្នឹងក៏គេហៅគាត់ថាសពពុទ្ធៈទៅធ្វើឲ្យអ្នកដេកលក់ហ្នឹងភ្ញាក់ហ្នឹងឯងសពៈហ្នឹងដេកលក់ណាពុទ្ធៈហ្នឹងវាភ្ញាក់ហ្នឹងឯងហ្នឹងគឺគ្រាន់តែរៀបរាប់អំពីជីវិតហ្នឹងដែលព្រះពុទ្ធអង្គក៏ទ្រង់ត្រាស់សរសើរនៅពេលដែលគាត់បានសម្រេចសោតាបត្តផលហើយអស់ជីវិតទៅកាន់ទេវលោកឋានតាវតឹងហ្នឹងពន្លឺរបស់គាត់ហ្នឹងក្រៃលែងជាងប្រអិនពីព្រោះតេតួងនឹងបត្រៃសរណគមហ្នឹងហើយបត្រៃណគមរបស់ព្រះសោតាបានទៀតហ្នឹងហើយចឹងភាពរុងរឿងវាដូរផ្លាស់ភពជាតិកំណើតទុក្ខលំបាកមានពីវេរាហ្នឹងឯងរឿងបាបអកុសលអីក្នុងភពក្នុងវដ្តសង្សារហ្នឹងរួបរวมគ្នាដោយបាបអកុសលហ្នឹងណាពេជ្ជឃាតពុកមាត់ក្រហមហ្នឹងផងហើយព្រះពេយៈហ្នឹងមួយអង្គហើយនឹងណា
បាទបកសាតេហ្នឹងជាមួយនឹងសពពុទ្ធៈកថៈហ្នឹងដែលជាអ្នកលេងល្បែងទៅក្នុងកាមគុណហ្នឹងហើយរីករាយទៅក្នុងមេធនធម៌ហ្នឹងហើយមិនឲ្យតម្លៃអីដល់នាងហ្នឹងថែមទាំងសម្លាប់យកគ្រឿងអលង្ការអីយកមកដោះដូរបរិភោគគ្រឿងសវឹងអីហ្នឹងចឹងទៅទៀតទៅបាបកម្មក្នុងជីវិតណាហ្នឹងហើយចឹងបានអ្នកទាំង4ហ្នឹងមិនបានចងទីវេរាអីចឹងទៅហ្នឹងហើយបានរួចផុតទៅដោយព្រះពេយៈក៏បរិនិព្វានទៅហើយបាទបកសាតេហ្នឹងជាព្រះអនាគាមិបុគ្គលដែលសន្ធិក្នុងសទ្ធាវៈសម្រាប់ព្រះរហ័តជាព្រះរហន្តទៅហើយពេជ្ជឃាតពុកមាត់ក្រហមក៏ក្នុងទេវលោកឧបនិស្ស័យនៃមគ្គផលអីក៏មានព្រោះបដិសន្ធិទៅដោយផលនៃវិបស្សនាញាណតែហេតុកៈដេសន្ធិផលរបស់វិបស្សនាគាត់បានវិបស្សនាអនុឡោមញាណហ្នឹងហើយសពពុទ្ធៈកថៈក៏រួចអស់ហើយហ្នឹងហើយកម្មពីវេរាអីហ្នឹងហ្នឹងហើយគ្រាន់តែយើងនឹករលឹកថាតម្រាំតែបានរួចហ្នឹងវាគួរឲ្យយើងសង្វេគចំពោះសេចក្តីទុក្ខក្នុងវត្តដាក់ហ្នឹងហ្នឹងហើយដោយស្រុកខ្មែរយើងដែលធ្លាប់មានសង្គ្រាមអីមកគុណចាស់កើតមិនតាន់ខ្ញុំមិនណាអីបងនិតអីនោះតាន់ណាសម័យសង្គ្រាមចាស់លោកតាន់សង្គ្រាមពីជំនាន់មុនទៅទៀតនៅជីវិតរបស់គាត់ហ្នឹងជួបសម័យសង្គ្រាមរហូតមកដល់សពថ្ងៃហ្នឹងហ្នឹងហើយមិនដែលយើងបានសុខសន្តិភាពទៅវត្តអារាមក៏ចម្រើនប្រសង់ចម្រើនបុណ្យទានអីនឹករលឹកការសម្ដែងពធអីនៅយើងព្រះវិហារដ៏មានជ័យអីហ្នឹងណានៅទទួលសម្រាប់ឆ្នាំក្រោយអីទៀតហ្នឹងហើយតាមតែមានសភៅថ្មីមកនឹងចុះដាក់ថ្ងៃដាក់អីហើយស្រុកមានវិបត្តិចឹងទៅហ្នឹងហើយដោយអំណាចនៃការរំលោភឈ្លានពានអីចឹងយើងជ្រាបហើយគ្រាន់តែថាក្នុងរយៈពេលដែលយើងមានសុខសន្តិភាពអត់មានសង្គ្រាមហ្នឹងហើយរួចពីសម័យយើងលោកប៉ុលពតអីហ្នឹងមកទ្រុសប្រទ្រះអីគ្នាខ្លះហើយក៏កន្លងផុតមកហ្នឹងជាច្រើនឆ្នាំគុណចាស់នៅបច្ចុប្បន្នតិចអីហ្នឹងក៏កើតអត់តន់គ្រាមុនហ្នឹងទេហើយនឹករលឹកលើកមកនេះគឺគ្រាន់តែចង់បញ្ជាក់ថារឿងវិបត្តិនៃជីវិតវដ្តសង្សារហ្នឹងវាគួរឲ្យនឿយណាយវាគួរឲ្យរកសន្តិហ្នឹងហ្នឹងឯងព្រះនិព្វានហ្នឹងគឺការដែលមិនកើតឡើងនៅសង្សារវដ្តប៉ុន្តែនឹងបានតែមួយអង្គម្នាក់ដែលមានអរិយមគ្គហ្នឹងឯងហើយជាប្រយោជន៍របស់អ្នកដែលមានអរិយមគ្គហ្នឹងត្រង់ថាប្រព្រឹត្តទៅបានដោយការថែរក្សាបត្រៃបីដកមកហ្នឹងឯងហើយនឹងយើងរួមគ្នាថែរក្សាតទៅហ្នឹងសម្រាប់អ្នកដែលមានឧបនិស្ស័យហ្នឹងហើយមិនចេះតែងាយទទួលបានទេ
ត្រៃបីដកមានដោយណាប្រទេសនឹងក្រៀមយើងហ្នឹងសិតតែអ្នកកាន់ពុទ្ធសាសនាថេរវាទហ្នឹងហើយមានប្រទេសណាលើសនឹងទៅទៀតប្រទេសខ្មែរយើងហ្នឹងដើម្បីប្រសង់ត្រួតត្រងធម្មវិន័យហ្នឹងជាងប្រទេសណាណាទាំងអស់បច្ចុប្បន្នហ្នឹងដែលកាន់ពុទ្ធសាសនាហ្នឹងហើយហ្នឹងក៏ប៉ុន្តែយើងគ្រាន់តែមើលអ្នកដែលមានការប្រព្រឹត្តទុសរាយប្រព្រឹត្តដើម្បីអសន្តិសុខមិនសុខមិនស្ងប់ដោយអំណាចនៃសេចក្តីងងឹងហើយក៏អត់បានទទួលយកពុទ្ធសាសនាហ្នឹងមកប្រព្រឹត្តបរិបត្តិអត់បានតម្កល់ខ្លួនឲ្យប្រពៃណាហ្នឹងហើយតាមឱវាទរបស់ព្រះពុទ្ធអង្គគឺសុខសន្តិភាពហើយប្រសើរពងខ្ពស់ថ្លៃថ្នូរណាបើប្រព្រឹត្តបរិបត្តិតាមហ្នឹងឯងទោះជាថាប្រទេសនឹងមានបានគេថាទ្រព្យសម្បត្តិឬក៏អំណាចអីនឹងយ៉ាងម៉េចក៏ដោយប្រើប្រាស់ជាការសង្គ្រោះមកហ្នឹងឯងគឺមានសភាពថ្លៃថ្នូរទៅតាមការសង្គ្រោះហ្នឹងឯងអាហ្នឹងជាគុណតម្លៃនៃជីវិតគុណតម្លៃនៃទ្រព្យសម្បត្តិគុណតម្លៃនៃអ្វីដែលមានហ្នឹងគឺមានតម្លៃត្រង់ដែលថាប្រព្រឹត្តទៅដោយការជួយដោយការសង្គ្រោះហ្នឹងឯងឲ្យក្តីសុខក្តីចម្រើនអញ្ចឹងទៅប្រើប្រាស់របស់ហ្នឹងហ្នឹងឯងអាហ្នឹងបើប្រព្រឹត្តទៅតាមពុទ្ធសាសនាតែយើងមើលមានបានប្រព្រឹត្តបរិបត្តិអីហ្នឹងឯងប្រព្រឹត្តទៅក្នុងការរុករៀនក្នុងការបៀតបៀនចង់បានស្អីហ្នឹងក៏បង្កវិនាសកម្មដល់មនុស្សហើយតែក្តីទុក្ខលំបាកបាត់បង់កិច្ចការងារព្រាត់ប្រាសក្រុមគ្រួសារអីយ៉ាងណាហ្នឹងចឹងទៅហ្នឹងយើងគ្រាន់តែពិចារណាថាមិនងាយទទួលយកឱវាទរបស់ព្រះអង្គមកបដិបត្តិដើម្បីនឹងថាធ្វើជីវិតហ្នឹងឲ្យប្រសើរទៅដោយការសង្គ្រោះហើយមានតែការសង្គ្រោះហ្នឹងដែលធ្វើឲ្យអ្វីដែលខ្លួនឯងមានហ្នឹងមានតម្លៃប្រសើរណាដូចទឹកបរិសុទ្ធចឹងបានអ្នកដទៃបរិភោគទៅហ្នឹងឲ្យរស់រានមានជីវិតទៅហ្នឹងឯងហើយចុះបើលាយទៅដោយឆ្នាំពុលហ្នឹងឯងអ្នកដទៃមានបានរស់អីហ្នឹងឯងហ្នឹងហើយតែទឹកហ្នឹងបរិសុទ្ធទឹកស្រះបោករណីអីហ្នឹងចឹងទៅចឹងស្រះឈូកហ្នឹងហើយមកលុបឈើតិចហ្នឹងចឹងទៅក្នុងវស្សានរដូវក៏មានភ្លៀងធ្វើស្រែធ្វើចំការហើយបានរុក្ខាលតាវោតន្តិជាតិស្មៅអីហ្នឹងជាចំណីនៃសត្វស្រុកសត្វព្រៃអីគោក្របីអីហ្នឹងចឹងទៅណាហ្នឹងហើយយើងត្រូវធ្វើជាមនុស្សទឹកបរិសុទ្ធហ្នឹងឯងត្រូវធ្វើជាមនុស្សជាស្រះបោករណីកាយកម្មក៏ល្អវិច័យកម្មក៏ល្អមនោកម្មក៏ល្អហ្នឹងចឹងទៅត្រូវធ្វើជាមលុបឈើណាដោយមេត្តាចិត្តឲ្យមលុបគេជ្រក់ផងឲ្យផ្លែគេទូទានផងឲ្យផ្កាស្រស់ស្អាតក្អូបអីចឹងទៅមនុស្សសមគួរតែប្រព្រឹត្តអញ្ចឹងណាអាហ្នឹងដែលពុទ្ធបរិស័ទយើងដែលទទួលខ្លឹមសារនៃជីវិតបានណាមើលទៅយើងឃើញថា
ធ្វើជាមនុស្សគួរតែប្រព្រឹត្តទៅបែបហ្នឹងឯងព្រោះម្នាក់ឯងនឹងឧស្សាហ៍ម្នាក់ចិត្តខ្ពង់ខ្ពស់ប្រសើរជាងសត្វដែលបដិសន្ធិដោយអកុសលវិបាកមិនសមឲ្យសត្វនឹងមកខ្លាចមនុស្សតើមនុស្សមានតម្លៃអីចំពោះសត្វទៅណាបើកុសលវិបាកបដិសន្ធិអត្តភាពជាមនុស្សហើយបៀតបៀនសត្វហើយមនុស្សបៀតបៀនមនុស្សផងគ្នាហ្នឹងឯងតើវាមានតម្លៃអីនៅក្នុងអត្តភាពជាមនុស្សហ្នឹងឯងហ្នឹងដែលយើងខំប្រឹងប្រែងប្រព្រឹត្តបរិបត្តិខ្លួនយើងហ្នឹងឯងតែយើងគ្រាន់តែសិក្សាឲ្យឃើញថាការដែលមានសទ្ធាទទួលយកឱវាទរបស់ព្រះអង្គមកប្រព្រឹត្តបរិបត្តិនេះណាมันងាយឡើយហ្នឹងឯងមនុស្សផងគ្នាកើតមកហ្នឹងឯងដោយអំណាចនៃរឿងកាមគុណណាលោកពកបាក់ទៅរីករាយទៅម្ល៉េះហើយវាត្រូវអស់ពេលវេលាក្នុងកាមគុណហ្នឹងអត់បានទទួលយកបត្រៃបិដកមកសិក្សាអប់រំឲ្យស្គាល់ថាមនុស្សត្រូវធ្វើអីមុននឹងលាចាកលោកហ្នឹងទៅនេះហ្នឹងឯងហើយវាទៅជាអសប្បុរសលើគេលើឯងទៅទៀតក្នុងការដែលគ្រប់គ្រងដឹកនាំអីហ្នឹងក៏នាំគ្នាដល់នៅក្តីវិន័យដោយសារតែសេចក្តីងងហ្នឹងឯងក្តីងងគឺអវិជ្ជាដែលជាមូលនៃវត្តដាក់ហ្នឹងសម្រាប់ម្នាក់ហ្នឹងប៉ុន្តែវាចែកចាយផ្សព្វផ្សាយដោយអាស្រ័យការខ្សែគប់ហ្នឹងឯងប្រព្រឹត្តដែលអត់មានគុណតម្លៃនៃជីវិតប្រព្រឹត្តទៅដោយបាណាតិបាតអត្តនេទានកាមេសុមិច្ឆាចាមុសាកុហកបោកប្រាស់ល្បិចកិច្ចកលអីសពគ្រប់ឯងគ្រឿងញៀនគ្រឿងសវឹងអីតែបញ្ញវេរាមានគ្រប់មកណាអត់មានខ្វះម៉ាក់មួយព្រឹត្តទៅហើយអញ្ចឹងមើលហើយអត្តភាពដែលកើតមកជាមនុស្សហើយបានជួបនឹងពុទ្ធសាសនាទៀតហ្នឹងមិនងាយអីទេហ្នឹងហើយយើងមើលក្នុងរឿងរ៉ាវអីសម័យពុទ្ធកាលអីហ្នឹងហ្នឹងឯងដូចជាវិឌូដភៈអីចឹងគុណចាស់មើលជួបគាល់ព្រះដ៏មានពភៈផងជួបដោយផ្ទាល់ផងជួបរឿយទៀតផងវិឌូដភៈប៉ុន្តែវាអត់ឈ្នះអាកិលេសហ្នឹងឯងទៅបៀតបៀនអ្នកបលផោះហ្នឹងដោយច្រើនសិតតែព្រះអរិយបុគ្គលទៀតហ្នឹងឯងមិនងាយអញ្ចឹងមិនងាយទទួលយកណាព្រះធម៌ហ្នឹងមកជាគ្រឿងប្រដាប់ជីវិតដោយសិលជាដើមនឹងដោយធម៌របស់សប្បុរសផ្សេងទេវធម៌អីហ្នឹងសទ្ធាសិលសតៈចាគៈបញ្ញាអីហ្នឹងទទួលអត់បានហើយព្រះពុទ្ធអង្គត្រាស់ដឹងណាព្រះអង្គគង់នៅហើយសូម្បីតែប្របាទបសេនតិព្រះអង្គមិនប្រព្រឹត្តបៀតបៀនអីដូចថាគួរឲ្យយើងដូចថាមើលទៅអាក្រក់អាក្រីអីដោយវិឌូដភៈអីចឹងមែនប៉ុន្តែថាគ្រាន់តែនឹកសង្វេគថាព្រះអង្គជាទីប្រោះប្រាននៃព្រះសម្មាសម្ពុទ្ធទៀតចូលគាល់ស្មើណាព្រះអង្គបដិសន្ធារៈហ្នឹងឯងហើយបានពនាងមលកានោះជាដូចថាជាមហេសីជួយបរិជាច្រើនណាដែលឲ្យមកបានដល់បរតនត្រ័យណា
បាទបសេនតិនឹងលប់សរសើរប្រធัวវិរោះណាស់ឬច្បាស់ណាស់ធ្លាប់សរសើរនៅក្នុងខ្លឹមសារហ្នឹងសូមដល់ពុទ្ធធម៌ប្រសង្ឃអីហ្នឹងប៉ុន្តែអត់តាន់មានសិលដែរហ្នឹងហើយជីវិតរហូតណារហូតដល់ពេលសោយប្រទីវង្គតហ្នឹងឯងអត់មានបានរក្សាសិលអីទៅទេហ្នឹងហើយប៉ុន្តែព្រះអង្គមិនសាហាវអីដល់ទៅបៀតបៀនអ្នកនគរដតីអីបើបាទអាជាតិសតុអនន្តរិយកម្មហើយចាត់ការដណ្ដើមនគរវេសាលីមកទៀតហ្នឹងហើយហើយមើលចាហ្នឹងបានគាល់ព្រះរាមាវិភាស្ដាប់មុនដំបូងសាមញ្ញផលរសោតហ្នឹងឯងក្រោយមកក៏គាល់ព្រះអង្គរឿយសហប្រតិបត្តិការធ្វើធាតុទៅនិធានអីជាមួយព្រះមហាកស្សបៈអីហ្នឹងអីជាពិសេសឧបត្ថម្ភបតមសិក្ខាយានីអីហ្នឹងឯងតែវេទទីវេទអំណាចហ្នឹងវាមានអញ្ចឹងកូនចាំមើលវាអត់ឆ្អែតនឹងផែនដីមានដែនកាសីដែលមានទីក្រុងឈ្មោះពរាណសីទាំងមូលនឹងឯងសម្បត្តិធនធានធម្មជាតិសម្បត្តិមនុស្សនៅក្នុងការគ្រប់គ្រងរបស់ព្រះអង្គណាតអំពីប្របីតាបាទពេលវិសាមកហើយដែនអង្គៈទាំងមូលទៀតនៅចង់បានវេសាលីមកទៀតចាត់ការញុះញង់សូនីតព្រាមវសការព្រាមអីហ្នឹងនៅជាបថុជនហើយជាអាមាត្យធំប៉ុន្តែអត់មានសិលហ្នឹងឯងហើយអញ្ចឹងចាត់ការញុះញង់បំបែកបំបាក់អ្នកវេសាលីកើតសង្គ្រាមស្លាប់មនុស្សប្រមាណអ្នកទៅហ្នឹងហើយដាវលំពេងអីសពគ្រប់ហ្នឹងហ្នឹងគឺគ្រាន់តែលើកឃើញថាសម័យពុទ្ធកាលព្រះអង្គគង់នៅក្រោយមកព្រះអរហន្តអីសម្បើមទៀតប៉ុន្តែកិលេសសមាហ្នឹងគឺថាវាក្រៃលែងទៅណាស់ហើយយើងពិចារណាអញ្ចឹងដើម្បីឲ្យមកឃើញណាតម្លៃសទ្ធាសិលសតៈចាគៈបញ្ញាសមាទិដ្ឋិរបស់យើងនោះមានតម្លៃណាទាំងកម្រណាជារតនៈដ៏កម្រដែលយើងអាចទទួលបាននេះយើងក៏បីនៅដោយអនុសតិឲ្យមានបៃតិបាមកជាហើយកុំឲ្យចេះតែចង់បានអ្វីតិចតួចខាងក្រៅដែលមិនមែនជារតនៈជាបុណ្យជាកុសលគ្រាន់តែថាវាធ្លាប់ជាប់ជំពាក់អីហ្នឹងហើយបាត់បង់ទៅមិនបានទៅគឺថាធ្វើឲ្យបាត់បង់សេចក្តីសុខក្នុងរតនសម្បត្តិដែលយើងមាននេះហ្នឹងឯងហើយយើងពិចារណារបស់ដែលយើងមានហ្នឹងឲ្យជាសុខហ្នឹងឯងតែមានពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិហ្នឹងចឹងទៅហ្នឹងឯងយើងបានចូលមកក្នុងខ្លឹមសារតង់ឲ្យថាយើងចិត្តតែគិតថាអ្នកដតីហ្នឹងគិតអីដែលមករយយើងចឹងយើងកើតទុកនៅក្នុងរឿងហួងហែងបែកទៅដោយប្រការផ្សេងហ្នឹងហួងហែងដល់គំនិតអ្នកដតីក្រែងលោកគេគិតចេះគិតចោះមករកខ្លួនយើងអីចឹងទៅហ្នឹងឯងតែតាមពិតដែលយើងកើតទុកហ្នឹងគឺដោយសារការគិតរបស់យើងទេដែលទៅចាប់យកអធិស្រ័យរបស់អ្នកដតីសន្តានរបស់អ្នកដតីមកហួងហែងណាហ្នឹងឯង
cái cất giờ ní mình cua cặp bay ấy đại dương cái tới dương cả tục nó cứ men cả tục đời xa cùng nứt rồi bao này ở tây thế cả tục đời xa dương cất ở cả tục luôn dương dương cất huông hay như vậy đây mình ác huông hay bàn mỗi dân khmer sệt hàm ấy nè dân khmer sệt hàm vậy đây miền phải chạy ai cả là cô đòi bò làm mát chẳng khăn chẳng cài á chặt chơi được sắc rồi có cài về từ này chặt thua đây chỉ ram bọt tập thàn nâng miền phải chạy ai cả chẳng chắc xa bàn vipassana tới dân chập hạt bò làm mát nâng bàn này dân ở miền sệt hàm khoát vậy đại miền phải chạyถ้าก็เอาเกิดให้ก็เขมียนเสร็จนำไปนั่งบังกอบเป็นชีพองได้เอาอย่าไว้ได้อดเมียนไปใจนั่งเอาเกิดลางคือบังกอบเป็นชีอัดบานเตอันนั้นคลำซาสัพเพธัมเมอนัตตาจ้ะนั่นไงแต่ยังครั้นแต่ปรับลือมาถ้าบังกอบเป็นชีมันบานนะปันใจขนมนั้นบังกอบเป็นเชียมันบ้านก็ห้ามคลอดมันบานนั่นไงเตรียมมันบานโดยเนี้ยกลมเรียมกลมให้ก็มันบานองวอก็อัดบานอันนั้นยังเคยขนมทัวจังไรได้ละใส่ปัจจัยการลางนั้นยังเคยจังนั่นไงเคยได้ปัญญานั่นไงจังเดิมเมนในขนมเรื่องยังเตอเต็มตีหรือก็ยังเตอหามโคตรหรือก็บอก็หรือก็เมียนพิธีบอนสรอนบวงสรวงไอ้บ้านโดยปมนองปัฒนาจะมวยนั่งไว้ดังเต้แต่คืออบรมจัดจำรานปัญญาอบรมจัดเอาสงบนิวรณะจำรานปัญญาเอายุลปีให้พอบารมัดนั่งก็ให้พอบารมัดนั่งคือเวมันกระมาเตียงสรงสำหรับเยิงเต้นั่งไงยัยเมนเต้นยัยดอยปัญญาคือครูนเยิงได้ละงวงมันดังกาเป็ดนั่งเต้ได้กระสำหรับเยิงได้เบียนครูนเยิงไอ้กาตกได้เชี่ยวัดได้ตกได้เชี่ยตกไอ้สัตว์นั้นเวลาเลยครูนเยิงได้ละงวงนั่งไงแต่จำพวกให้พอบารมัดการนับเบอร์เมียนปัญญาโจลtừ đóดังตามให้พอบารมัดนั้นคือจะตีใส่เตอในติดแทะใส่ตันหาออฟิเจกิชาจะมวยเคนี้ยนังให้พอบารมัดนั่งไงนั่นคือจะทัวรับจะถ้าอัตตะต่อทางเนี่ยหาไปเยนั่งไงไปยาวโลกตระเรียงองเรียงคลุนจะตีปึงนั่งตัวจะยังเมียนลัตเพียบช่วยดอลกรมครัวซาประศาสนาประเทศเจียตนาปนาตามลัตเพียบโดยการช่วยโดยการสังเคราะห์ก็เป็นแต่จำพวกการได้ยังเตยช่วยคลุนยังนี้จะจำบัดปีโปรเมียนแต่คลุนยังได้อาจช่วยคลุนไอ้บานมวยอ่องกวดมันเนะกวดได้เนะดตีสลังยังปัญหาก็มันอาจมาจุ่มนัวยังบานเนี่ยนั่งบานจำบัดแต่ยังเตยแต่เรื่องปังจะมวยเนี่ยนั่งปัญหาไปชมเนะดตีมาแต่เดียนดันเตียขนมขนังเมียนแบบแต่อยู่บอลไอ้พวกยังไอ้นั่งอย่างน่าก็ได้แต่ยังเตยเรื่องปังขนมจุ่มหัวแต่ยังเตยช่วยคลุนยังนั่งไงเพราะ
កំសត់ទៅតែម្ដងបើយើងមិនជួយខ្លួនយើងហ្នឹងហើយហ្នឹងគឺត្រូវឲ្យស្គាល់កិលេសមាក្នុងចិត្តរបស់យើងហ្នឹងវាសាងវានិមិត្តរឿងក្នុងគំនិតឲ្យយើងប្រកាន់ស្រឡាញ់ស្អប់កប់តោះហ្នឹងហើយជុំវិញខ្លួនយើងហ្នឹងគឺវានៅក្នុងគំនិតដែលយើងគិតហ្នឹងយើងមិនមែនហាមការគិតទាំងឡាយទាំងពួងទេហ្នឹងឯងវាគ្រាន់តែថាគំនិតណាដែលប្រព្រឹត្តទៅជាទុក្ខតោមនោះឬក៏ជាសេចក្តីសៅហ្មងអាហ្នឹងគឺពធណែនាំឲ្យយើងហាមណាសង្វរៈហ្នឹងឯងហើយរថយន្តជីវិតយើងក៏រថយន្តដែរហ្នឹងឯងហើយមានសង្វរៈត្រូវហាមទៅក្នុងបាបហ្នឹងឯងក្នុងសង្វរៈប្រធានអ្នកណាហើយក៏បហានៈប្រធានអ្នកទៅប៉ុន្តែវាមានភាវនាប្រធានអ្នកអនុរកណាប្រធានអ្នកនេះហ្នឹងឯងសមប្រធាន4ហ្នឹងគឺមាននៅតែក្នុងកុសលលោកយៈដល់លោកតរៈរិយមៈហ្នឹងឯងធ្វើកិច្ចទៅក្នុងសមប្រធានហ្នឹងតទាំងកៈវិវេកឬក៏តទាំងកៈបហានៈហើយនឹងសមុច្ឆេតវិវេកឬក៏សមុច្ឆេតបហានៈតែអត់មាននៅក្នុងបដិបស្សទ្ធិទេសមប្រធាន4ហ្នឹងណាហ្នឹងឯងវិរិយៈមានអង្គធัวវិរិយៈណាប៉ុន្តែក៏ជាអន្ត្រីពលៈអីជាដើមចឹងទៅហ្នឹងឯងដែលអត់មានការលះបង់នៅបាបចម្រើនបុណ្យអីក្នុងបដិបស្សទ្ធិដែលជាតួអរិយផលហ្នឹងហើយសោតាអត្តផលសកតិគិមផលអនាគិមផលអរហត្តផលហ្នឹងហើយអញ្ចឹងយើងនិយាយពីរឿងដែលថាសង្វរៈប្រធានអ្នកនេះណាយើងប្រៀបឲ្យដូចថាទឹកស្ទឹងដងស្ទឹងសង្កែយើងអញ្ចឹងគឺថាបិទទឹកលូបិទទឹកស្អុយកុំឲ្យហូរចូលហ្នឹងហើយអាហ្នឹងសង្វរៈប្រធាននេះហើយហ្នឹងបើប្រៀបក្នុងន័យហ្នឹងហើយប៉ុន្តែមិនមែនថាអញ្ចឹងទៅទឹកហ្នឹងវាស្អាតពីព្រោះវាមានអនុស័យហ្នឹងហើយនិយាយពីចិត្តសន្តានមានអនុស័យមានអាសវៈហ្នឹងហើយវាត្រាំមកអនេកជាតិមករហូតមកហើយតើតែមានបហានៈប្រធានអ្នកបហានៈប្រធានអ្នកហ្នឹងក៏មិនមែនដោយឡែកអំពីភាវនាប្រធានអ្នកអនុរកណាប៉ុន្តែពីព្រោះដែលព្រឹត្តទៅដើម្បីបហានៈនឹងបានតើភាវនាកុសលអនុរកណារក្សានៅកុសលនឹងចិតញ្ញរខេអនិវេសណោសយាក៏បីរក្សានៅជំនះដែលបានឈ្នះហើយហ្នឹងគឺក្នុងកុសលធម៌ហ្នឹងណាហើយមិនក៏បីតំអក់នៅហ្នឹងហើយរក្សាក្នុងចិត្តស្ងប់ចឹងទៅហើយក៏មិនអាឡោះអាល័យសំបីតែចិត្តស្ងប់ហ្នឹងហើយត្រូវពោះមុខទៅរកការអស់សេចក្តីប្រកាន់ហ្នឹងហើយអនិវេសណោសយាហ្នឹងហើយក៏បីច្បាំងជាមួយនឹងមេដោយអាវុធគឺបញ្ញាយោថេថមេរាំងបញ្ញាវុធេអ្នកពុទ្ធរិកាទៅហើយក៏សង្វរៈហ្នឹងតាំងតែពីបិទទ្វារព្រះនគរហ្នឹងទៅដោយប្រកម្មដ្ឋានចាប់ផ្ដើមឡើងកំភូប្រមាំងកាយមិមាំងវិតិតវាដឹងថាកាយហ្នឹងដូចជាឆ្នាំងដីហ្នឹងហើយកំណត់ប្រកម្មដ្ឋានហ្នឹងទៅបានទៅហើយអ្នកករូប្រមាំងចិត្តមិទាំងថកេធ្វាដែលបិទនៅទ្វេនគរណាថកៈថកៈថកណាហ្នឹងហើយ
Trai thà bật nâng ai chẳng bật nơi thuê nó cô nâng không ai mang sự trời trồ màu nắng cứ thà sang và rạp và thiên nẹ nâng ai vậy thì bật thuê về nó cô nâng hay vậy vậy bị tập dần nắng cứ bật tập lưu tập ơi cầm ơi hồ chố hãy trời thai là xa hãy thai là xa đó và bây tới đôi bà hàn nạ và thiền nè đó hốt đó tới ở đây giờ mẹ priệp đôi chia chùm ro buồn tròn chẳng tật hồ tròn cắt tới sao ta bắt mẹ mà tròn nè ngày ngọt mê rô bàn tay mình ngọt hả cả dạ thực thể chạy cha xây là bát và ma sại nâng thầy nâng mê rô thì lấy đây tăng được nông thần nạ smile thực thể hay nâng sài thực thể chia Upanishad phải chạy nâng cứ về ngọt tới bàn tay bên nơi tiết to là chlong chùm rò thì pi thì bay thì buồn arahat mẹ tới bàn ngọt tức có thla saat bò sập nâng cứ bà hàn nạ và thiên nẹ rọp đời ở đây mẹ chẳng buồn nâng châu không bà hàn nạ và thiên nẹ nâng này hay có cứ chứ phê và nê và thiên nẹ nâng này chấm ra hơn của sao là thua vì lâu kỳ dẹ đó lâu cọt rạ nâng này rùm đời ca thai ra xa nâng chẳng bàn bà mô sẽ rộp máu ở nơi không để thà chấm ra hơn của sao lê ạc của sao nông sẽ mạp ở thiên nâng á nâng chấm ra hơn của sao lê bạp ạc của sao nâng lê bạp ạc của sao nó cứ lê đôi cổ sao nâng mình lê đôi ở vây đợt tây tê lô kỳ dẹ lô cọt rào thèm mô nó cứ cổ sao lô kỳ dẹ lô cọt rạ nâng ai tạ tiền kẹp bà hàn nạ sẽ mới chết kẹp bà hàn nạ chẳng thể hốt đó để bà sật thị ngọp rộng ngọp đôi chùm pua hả để chế Paul này ở đây giờ mẹ hay nâng Nisarana bà hàn nạ cứ bế này bền chẳng không làm xa này chỉ vật bột bò sạch dân cứ chăm bách để trời thơ cả nghề nông ca rồi xa luôn ai nâng ai này nông trăng là thà dân áp rung cho bạn bà nhà tới dân trôi từ đăng đo hai thoa bò rầm mặt nâng chạp vô ban cà bịch nâng cứ ao cho chạp vô bán trời miên thì cái đây sọc nâng vô Vipassana rồi tới đời khả mạnh tế rồi chăn tây tế khăn tế cái đó thì thà cọp chất tới chỉ mũi nâng sang kha rồi thua đây mình tiền chỉ tục chỉ anatta nắng miền thì cái đây sọc pro đầm na từ ruột ca minh và cắn từ prenipe Vipassana nó minh và cắn hay là ngày tế cái đó là chỉ đầm na của tạ tiền kẹp và hàn nã là ngày đó đây giờ mẹ chỉ spiên tới chlong đó prenipe là ngày đây giờ mẹ nó cứ sẽ tạo khiết tạ là ngày chỉ spiên chlong cho prenipe là ngày bàn sầm bát prenipe là ngày thì cái đây bà căn minh cợt lớn đó pre đây bà cô đại miền ở đây giờ mẹ nâng ai hãy chia riêng là hồ tiệt nó cứ bàn chlong đó prenipe bàn sầm bát prenipe bà Phật đó ông rong bà cô plei chị cho mong đạt cái chết rùm sầm lên cho phát tập bẹ tham mê ram ấy từng ao nâng ao từ mê nâng nòng cả sạ cả sốt đó sạ kia từ về mê là sang giọt nâng để mê nâng niệm mật phơi chuyện nè trai ấy nâng ngày tì bằng thoát có ban mà và cả ta plei chị cho mong đạt cái chết ấy nâng chia bọt nhom nâng ngày có ông thêm mấy cái đuôi tivi say bọt nhom nâng có ông có tất cả thằng đây thì vậy vậy chia là bỏ mê ai nhắn
ហើយព្រះអង្គមិនប្រកាន់ព្រះអង្គមិនចាប់យកអ្វីហ្នឹងទេហើយការមិនប្រកាន់ហ្នឹងឯងចឹងដែលមេហ្នឹងអត់ដឹងហ្នឹងឯងទាំងបដិបទាទាំងផ្លូវតែរកការមិនប្រកាន់គឺព្រះនិព្វានហ្នឹងក៏មេហ្នឹងអត់ដឹងអត់ស្គាល់ទេហ្នឹងឯងអាហ្នឹងនិយាយពីទេវបុត្រមេនិយាយពីកិលេសមេហ្នឹងក៏អត់បានដឹងអំពីទីពឹងព្រះនិព្វានក៏អកញ្ញណੰអនាទានណੰអេតាំងទីប៉ាំងហ្នឹងសតិប្បដ្ឋានផ្លូវទៅព្រះនិព្វានក៏ព្រះអង្គប្រកាសថាអត្តទីបាជាទីពឹងហ្នឹងហ្នឹងហើយកិលេសអត់ដឹងទេហ្នឹងហើយកិលេសមេហ្នឹងហ្នឹងហើយវាបានតែដូចទិដ្ឋិអីហ្នឹងវាសាងរឿងអីចឹងទៅឲ្យយើងវង្វេងជឿទៅតាមកិលេសមេហ្នឹងកិលេសខ្លួនយើងហ្នឹងវាបោកប្រាស់ខ្លួនយើងហ្នឹងវាដូចយើងពាក់មុខយៈទៅឆ្លោះកញ្ចក់ទៅយៈក្នុងកញ្ចក់ហ្នឹងហើយដល់យើងតុបតែងមុខមាត់អីហ្នឹងឲ្យស្អាតល្អអញ្ចឹងទៅមើលកញ្ចក់ទៅទេពធីតាក្នុងកញ្ចក់អាហ្នឹងគំនិតដែលគិតហ្នឹងហ្នឹងហើយដូចជាកញ្ចក់អញ្ចឹងដែលយើងកុំវង្វេងជាមួយនឹងគំនិតហ្នឹងកំណត់មโนទ្វេរវិថីចិត្តដែលគិតនឹងជាបរមត្ថចាប់ឲ្យបានដោយបរិញ្ញានឹងបានយើងមិនវង្វេងទៅនៅក្នុងនិមិត្តផ្សេងដែលចិត្តនឹងគិតហ្នឹងហើយកម្មយកជាអារម្មណ៍បញ្ញត្តិមកធ្វើទានសាសិលចម្រើនភាវនាអីបានទៀតថងហ្នឹងហើយដោយការមិនវង្វេងហ្នឹងប៉ុន្តែតលតេតងនឹងការដែលពុទ្ធបរិស័ទយើងមានសតិប្បដ្ឋានចម្រើនវិបស្សនាទៅបានមកកំណត់មโนទ្វេរវិថីចិត្តដែលជាបរមត្ថនេះថាចាប់បរមត្ថបានហ្នឹងហើយចាប់សត្វទាំងសងហ្នឹងហើយក្នុងទ្វេមួយហ្នឹងគឺមโนទ្វេរវិថីចិត្តហ្នឹងហើយចាប់បានតតែបិទទ្វេទាំង5ហ្នឹងហើយចុករួន5ហ្នឹងហើយចុកយ៉ាងម៉េចគឺសង្វរៈហ្នឹងហើយរហូតដល់សតិប្បដ្ឋានកំណត់រូបសម្លេងក្លិនរសផុតដ្ឋពៈបានជាបរមត្ថអត់មានសត្វលោកក្នុងរូបសម្លេងក្លិនរសផុតដ្ឋពៈហ្នឹងដល់អញ្ចឹងបានដឹងថាមโนទ្វេរវិថីចិត្តហ្នឹងទេដែលគិតគ្រាន់តែជាការគិតអញ្ចឹងទៅម្ល៉េះហើយរឿងអីទាំងអស់ហ្នឹងវានៅក្នុងការគិតហ្នឹងតែប៉ុណ្្នឹងទេការគិតជាបរមត្ថហ្នឹងហើយប៉ុន្តែវាមានការគិតហ្នឹងមកផ្នែកហ្នឹងបរមត្ថហ្នឹងហ្នឹងហើយដែលវាដូចជាកញ្ចក់អញ្ចឹងវាតេតងនឹងចិត្តយើងវាមានសុបសញ្ញាគាត់ថាស្អាតថាល្អអញ្ចឹងទៅហ្នឹងក៏ឆ្លោះទៅឲ្យឃើញអ្វីថាស្អាតថាល្អទៅតាមដែលចិត្តគិតហ្នឹងហើយហើយបើថាបដិខៈណੰថ្នាក់ទេក៏តាមការគិតហ្នឹងក៏វាសាងបុគ្គលឲ្យថ្នាក់អញ្ចឹងទៅនៅក្នុងគំនិតហ្នឹងចិត្តហ្នឹងវាបញ្ញាប់ស្អីទៅជាយឺតដោយសារតែចិត្តបញ្ញាប់ហ្នឹងយឺតហ្នឹងមកពីចិត្តហ្នឹងវាបញ្ញាប់វាត្រូវការលឿនត្រូវការឆាប់ភ្លើងស្តុបនឹងមិនបាន1នាទីអីផងហ្នឹងក៏គិតថាយូរអញ្ចឹងទៅយូរនៅក្នុងចិត្តគិតហ្នឹងហើយទីខេជាករៈទីខេជាករៈតោរតេណាហ្នឹងហើយយប់យូរសម្រាប់អ្នកដែលដេកមិនលក់ហ្នឹងហើយមកយប់3យាមដូចតែគ្នាហ្នឹងហើយអ្នកដែលសម្រានលក់ឬក៏អ្នកដែលធ្វើអីសុបាយទៅមកផ្លេតភ្លឺកើត
អ្នកជាប់លេងលបែងលេងអីចឹងឬក៏បាយរីករាយអីចឹងហ្នឹងហើយហ្នឹងវាគ្រាន់តែលើកឧទាហរណ៍ពីរឿងចិត្តហ្នឹងវាសាងរឿងចឹងណាហ្នឹងហើយហើយមនុស្សយើងវាវង្វេងទៅតាមចិត្តហ្នឹងហើយសម្គាល់ថាអ្វីលឿនឬក៏ថាយឺតទៅតាមចិត្តហ្នឹងហើយដោយបាទបសេនតិគឺថាមកយប់នោះយូរបាទណាដោយសារអីដោយសារថាវាលំបាកក្នុងមហាប្រតិព្រះអង្គមកកណាត់យប់ខាងដើមដោយកាមឆន្ទៈអញ្ចឹងវាលំបាកហ្នឹងហើយដល់អញ្ចឹងវាត្រូវយូរដូចយើងឈឺយើងអីចឹងទៅ1 ម៉ោងហ្នឹងវាយូរណាតាមផ្លូវចិត្តហ្នឹងបាទបសេនតិមកកណាត់យប់ក្រោយហ្នឹងភ័យនឹងសំលេងទុសៈអ្នកសោហ្នឹងnói mà dục nó du men tên nó có ông thầm đại dục du thầm rạp nè để nhẹ nó cứ nòng này tha để mình lọ năng năng này chia cái đẹp tàu nó cứ bài thà nhẹ nó năng này cái nòng này tha để ọt lọ năng này ai vô nhá nó mà vô nó bị ngay thầm rạp nè để nuôi hot năng này ai nè để miền cầm lăng nó phê chẳng vây tầng o để chia riêng ra không chỉ vật nâng tam tăng thu xa lấy giờ mấy nó tệ tôn nâng chặt nâng ngày ta chặt dương nâng để cất từ không riêng nó vì chỉ chặt ấy chẳng bán dương trời ọp rung tu miền chặt nâng ngày và thua nó cứ này nòm là chặt tăng tiền tăng sọc khao và hàng đó ông trong này nòm màu chặt tăng cốt tăng sọc khao và hàng ca ọp rung tu miền chặt nâng nòm máu nơi cái đây sọc mẹ sọc pha là sọc lô cọt rạ sọc nâng dùng khăn chặt dương đó để dương mình ái nâng huông hay vây xên rồi thà hàm khót cái dương không miền sạch thế nữa bạn thấy bây giờ vậy là dương không miền sạch hàm khót vây không lột nâng bàn mến tại dương miền sạch mình tô mình no mình to nên ngày dương đăng sạch bao dương đòi bạc để bạch và thua nên ngày trăng để tô mình no và tu to dương miền sạch đầm bấy nâng cầm chặt bằng bàn nơi xa thì dương ọp rung vô thì sao nè chỉ cá ọp rung cả kết bao dương nâng sàm ma tết thệ sàm ma sang gặp bạ thời ở những dương ai và bật từ bàn chỉ xét bao dương là ngày xét bao dương ai và bật từ bàn tại dương mình vật hạt mình ọp rung mình thơ vậy là mình thơ mình bạ để bạt nữa tại dương chết để trong bồng tiền tới không ở vậy đây mình men chỉ xét nữa dân kết tha ham khót ấy bàn tôi vậy đấy miền phải cháy trời cao rồi hãy có miền sét đầm bấy nâng còn có bên chi bớ về ót phải chạy thì dân vô tầm bon dựa tầm bon mi ấy ta dân chỉ phải ăn đó rồi có đặt về sở quan chẳng ta nâng ngày rồi có lạc và cả dễ ấy để miền tu xa vút ấy chẳng ta đặt chung mà riêng miền nè giờ nè vút ấy chẳng ta vút đây là bay cái nòng lột đó á đây là ngày từ cùng riêng cùng hai ai ở vây nâng anh tam chất dương át bàn sạch chạ thua cái nên miền bạch cháy bàn cạt là át bạch cháy cứ cùng riêng cùng hai át bán bò có ọt bán sốt pan có ọt bàn ọt miền si chấm nốt sốt pan thế sạch chạ thua rồi đấy hay càng là vào pan nhà châuแต่ดังให้พอบอระมัดนึงปะระมัดสจะนึงคือไปเตยกำจัดกำจายอาวิเชียตันหาปาเตียนติดแทะขนมจัดบ่เยิงน่ะให้พอบอระมัดนึงมันไม่เต็มแต่มันเกราะสำหรับเยิงเต้แถมเตียงเมเรียนธนปริญญาเตียดทองพระพุทธองค์บังเรียนเมเรียนธนปริญญาตัวยังศึกษาประทัวนึงtới bànยัง
យល់ដឹងនៅក្នុងហេតុផលបរមត្តហ្នឹងមានបរិញ្ញាហ្នឹងកើតឡើងតែមានបរិញ្ញាគឺនិព្វានអ្នកសប្បាយបដិបទាក្នុងបរិញ្ញាហ្នឹងឯងអាហ្នឹងឯងហើយមានគ្រប់អង្គគ្រប់គ្នាទៀតមិនតេតួងនឹងរឿងមានមាសប្រាក់អីទិញមកបានច្រើនអត់ប្រាក់អត់មានអីគឺថាអត់ទេគឺថាកាយវេទនាចិត្តធัวសរុបមកគឺថាអារម្មណ៍របស់ទិដ្ឋិអាចកាន់យកអីជាអារម្មណ៍បានគ្រប់អង្គគ្រប់គ្នាគឺថាទិដ្ឋិដែលចាប់ប្រកាន់ថាជាខ្លួនយើងហ្នឹងគឺរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងមានតែប៉ុណ្ណឹងព្រោះតែប្រធានហ្នឹងមិនប្រព្រឹត្តទៅដើម្បីបានអីពីរ3គោះគោកមកទេគឺដើម្បីកំចាត់ទិដ្ឋិហ្នឹងទេតាអញ្ចឹងទិដ្ឋិវាចាប់យកអីជាអារម្មណ៍កំណត់អារម្មណ៍ហ្នឹងក្នុងការលះនៅទិដ្ឋិអត្តានុទិដ្ឋังអូហច្ចៈអញ្ចឹងវាមានចាំបាច់ទៅរូបវេទនាសញ្ញាសង្ខារវិញ្ញាណអីអ្វីដែលជាអារម្មណ៍របស់ទិដ្ឋិហ្នឹងដើម្បីតទាំងកបហានៈនិងសមុច្ឆេតបហានៈនៅទិដ្ឋិនឹងទៅតើជាផ្លូវទៅព្រះនិព្វានហ្នឹងស្អីដែលមានបណ្ណាមានតែប៉ុណ្្នឹងឯងជារបស់ក្នុងโลกហ្នឹងឯងវាអត់មានចាំបាច់ថាយើងត្រូវឲ្យបានស្អីដូចអ្នកដទៃទេយើងជាមនុស្សទៅឲ្យបានទៅជាទេវតាបានទៅជាព្រហ្មឬក៏ថាអ្នកក្រឲ្យបានទៅជាអ្នកមានអ្នកតូចទៅជាអ្នកធំទេអត់មានប្រព្រឹត្តទៅដើម្បីឲ្យបានអញ្ចឹងទេប្រព្រឹត្តទៅដើម្បីលះសេចក្តីប្រកាន់ដោយទិដ្ឋិហ្នឹងអញ្ចឹងទិដ្ឋិវាមានស្អីជាអារម្មណ៍ប្រកដីវាមានអាណាដែលថាមានរូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងហើយទិដ្ឋិវាអត់ចាប់យកជាអារម្មណ៍ដែលនៅជាវត្ថុជនណាទិដ្ឋិវាថាខ្ពើមអញខ្ជិលកើតហ្នឹងហើយអានឹងវាស្មោកគ្រោកអីចឹងឬក៏ខ្លាចគាត់នឹងមានកភ្លើងមានដាវកំពេងអាត្រង់ដែលចាប់ប្រកាន់រូបវេទនាសញ្ញាសង្ខារវិញ្ញាណប្រកាន់ជាអត្តាហ្នឹងឯងអាហ្នឹងទិដ្ឋិវាកើតឡើងហើយតែប្រធានគឺដណ្ដើមអារម្មណ៍ហ្នឹងអារម្មណ៍របស់ទិដ្ឋិហ្នឹងដូច្នេះជីវិតជាប្រកដីហ្នឹងគឺរូបធម៌នាមធម៌ជាអារម្មណ៍របស់ទិដ្ឋិហ្នឹងតែប៉ុណ្្នឹងឯងបានហើយជាអារម្មណ៍របស់សតិប្បដ្ឋានបានហើយត្រង់ដែលថាសតិហ្នឹងដណ្ដើមអារម្មណ៍របស់ទិដ្ឋិហ្នឹងសតិហ្នឹងណាមករលឹកដឹងមកសិក្សាមកពិចារណាអារម្មណ៍របស់ទិដ្ឋិហ្នឹងតលតែទិដ្ឋិហ្នឹងមិនអាចកើតឡើងបានណាព្រោះសតិដែលរលឹកដឹងមានការរលឹកដឹងជាលក្ខណៈមានការមិនវង្វេងជាកិច្ចហើយបើមិនវង្វេងហើយទិដ្ឋិវាមកកាន់យកអារម្មណ៍នឹងយ៉ាងម៉េចបានហ្នឹងឯងអាហ្នឹងគឺនិយាយពីអារម្មណ៍របស់សតិប្បដ្ឋានហ្នឹងឲ្យយើងជ្រាបថាគឺអារម្មណ៍របស់ទិដ្ឋិហ្នឹងឯងគ្រាន់តែដណ្ដើមអារម្មណ៍ហ្នឹងមកកំណត់ឲ្យឃើញជាការពិតហើយទិដ្ឋិហ្នឹងក៏ឈប់កើតជារៀងរហូតដោយសោតាបត្តមៈទៅគឺនិរោធសច្ចៈសម្បត្តិព្រះនិព្វានរបស់ព្រះសោតាបានដែលជាអ្នកបានអរិយមគ្គហ្នឹងអត់មែនជារបស់អ្នកដទៃណាទេហ្នឹងឯងអញ្ចឹងក្នុងខ្លឹមសារត្រង់ថាយើងគ្មានសិទ្ធិហាមឃាត់អ្វីមែនប៉ុន្តែយើងមានសិទ្ធិមិនកើតទុក្ខផ្លូវចិត្តហ្នឹងឯងហ្នឹងហើយអត់មានទៅតោះអីជាមួយនឹងការប្រព្រឹត្តជាប្រយោជន៍ណាដល់សង្គមជាតិសាសនាទេរឹងរិតតែជួយឧបត្ថម្ភដល់ប្រយោជន៍នឹងទៅទៀតពីព្រមអាការគិតតែពីខ្លួនឯងនេះទេដែលវាអាចធ្វើឲ្យវិន័យហិនហោចប្រយោជន៍រួមក្នុងសាសនាក្នុងប្រទេសនគរហ្នឹងគឺដោយអាមេសកាយទិដ្ឋិហ្នឹងទេកុំឲ្យយើងយល់ច្រឡំពីរឿងដែលថាបរិបត្តិលះអត្តានុទិដ្ឋិទៅគឺគិតតែពីរឿងខ្លួនឯងបើចេញទៅជាទានចេញទៅជាសិលចេញទៅជាភាវនាជាប្រយោជន៍ធំទលំទលាយហ្នឹងឯងដល់ប្រទេសជាតិសាសនាហ្នឹងដោយកុសលធម៌ទាំងអស់ហ្នឹង
ព្រោះបានកំចាត់បងនៅអាសត្រូវនៃកុសលធម៌ហ្នឹងហើយមេធំគឺសកាយតិដ្ឋិហ្នឹងហើយទោះជានៅប្រមាណជាតិទៀតក៏មិនជាច្រើនហើយរាគៈទោសៈមោហៈប្រកបជាត្រូវអស់ទៅបានដោយការដែលលះសកាយតិដ្ឋិវិជេកិច្ឆាសីលបត្តបរាមាសៈហ្នឹងពុទ្ធអង្គសម្ដែងក្នុងអភពសូត្រហ្នឹងឯងអង្គត្រនិកាយទេសកនិបាតហ្នឹងទៅលះសកាយតិដ្ឋិវិជេកិច្ឆាសីលបត្តបរាមាសៈហ្នឹងដោយការដែលលះបង់នៅអយោនិសោមនសិការៈកុំមគ្គសេវនៈចិត្តតាំងហ្នឹងហើយចេតសោលីនតាំងហ្នឹងហ្នឹងឯងចិត្តរួញរាហ្នឹងដើរផ្លូវខុសហ្នឹងអយោនិសោមនសិការៈហ្នឹងត្រូវលះបង់បានលះបង់សកាយតិដ្ឋិវិជេកិច្ឆាសីលបត្តបរាមាសៈហ្នឹងហ្នឹងយើងគ្រាន់តែនិយាយពីរឿងមួយថាយើងគ្មានសិទ្ធិហាមឃាត់អ្វីដែលមានបច្ច័យត្រូវកើតហ្នឹងហើយអ្វីផ្សេងហ្នឹងតែយើងមានសិទ្ធិត្រង់មិនកើតទុកជាមួយនឹងអ្វីដែលកើតហ្នឹងបានអ្វីដែលកើតហើយយើងគ្មានសិទ្ធិទៅហួងហែងកុំឲ្យបាត់បង់កុំឲ្យសាបសូន្យកុំឲ្យវិនាសហ្នឹងហើយហើយយើងអត់មានសិទ្ធិដើម្បីហួងហែងទេណាហ្នឹងហើយប៉ុន្តែយើងមានសិទ្ធិដើម្បីមិនហួងហែងហ្នឹងបានហ្នឹងហើយយើងអត់មានសិទ្ធិដើម្បីហួងហែងតែយើងមានសិទ្ធិដើម្បីមិនហួងហែងអាហ្នឹងចាប់សេចក្តីកុំឲ្យច្រឡំគ្នាហ្នឹងហើយយើងគ្មានសិទ្ធិមិនមានគ្មានសិទ្ធិដើម្បីហួងហែងហ្នឹងហើយហួងហែងអ្វីដែលកើតមកហើយកុំឲ្យវិនាសកុំឲ្យប្រែប្រួលហ្នឹងហ្នឹងហើយជារាជាធិអីធម្មតាធัวហ្នឹងការព្រាត់ប្រាសនឹងមរណៈហ្នឹងអ្វីដែលកើតហើយរលត់ទៅហ្នឹងយើងគ្មានសិទ្ធិដើម្បីហួងហែងទេពីព្រោះអញ្ចឹងហើយបានវានាំឲ្យយើងកើតទុកហ្នឹងមកអំពីយើងហួងហែងវាអត់បានឃើញទេហ្នឹងហើយយើងវាមានអាការហួងហែងហ្នឹងដោយទិដ្ឋិដោយតណ្ហាហ្នឹងហើយអភិនិវេសៈហ្នឹងអាទានៈហ្នឹងដល់ទៅហួងហែងអត់បានព្រោះយើងអត់សិទ្ធវាត្រូវកើតទុកហ្នឹងហើយអាហ្នឹងក្នុងន័យដែលថាយើងគ្មានសិទ្ធហួងហែងប៉ុន្តែយើងមានសិទ្ធមិនហួងហែងអាហ្នឹងជាសិទ្ធរបស់យើងដល់តែយើងមិនហួងហែងគឺដោយការលះបង់ទិដ្ឋិតណ្ហាហ្នឹងអញ្ចឹងវាអត់មានសេចក្តីទុកជាមួយនឹងការប្រែប្រួលនឹងទេទៅជាខមន្តិរុចន្តិតិខន្តិហ្នឹងដែលជាវិបស្សនាហ្នឹងគឺថាមានការកប់ចិត្តណារុចន្តិហ្នឹងគឺថាកប់ចិត្តជាមួយនឹងសង្ខារធัวទាំងពួងដែលមិនទៀងជាទុកហ្នឹងជាមួយនឹងសង្ខារដែលយើងមិនអាចហួងហែងបានហ្នឹងតែដល់ទៅមិនហួងហែងវាអត់កើតទុកអ្វីដែលជាធម្មតាធัวហ្នឹងទាំងអស់ហ្នឹងវាមានបច្ច័យឲ្យកើតឡើងយ៉ាងកេញសមុទយៈធម្មំសព្វន្តាំងនិរោធធម្មន្តិជាធម្មចក្ខុបាននៅធម្មចក្ខុបាននៅរុចន្តិបានលពតិបៃតេបាមកជាងអមតាំងតាំងវិជាអ្នកតាំងបាននិព្វានអ្នកសបាយាបដិបទាជាមួយគ្នានឹងធម្មតាធัวហ្នឹងទាំងអស់ហ្នឹងឯងទៅបើណាអញ្ចឹងខ្ញុំណារៀបរាប់អំសាពធัวនៅក្នុងវិធីយើងធ្វើសាលាកផាត់ស្អែកហ្នឹងក៏បានលើកថាដោះស្រាយបញ្ហាគុណសម្បត្តិនៃពុទ្ធបរិស័ទព្រះសង្ឃជាដើមហ្នឹងគឺថាជាគុណក្នុងប្រទេសជាតិសាសនាកុំឲ្យបងប្អូនកូនចៅយល់ខុសហ្នឹងឯងជាសម័យយើងសប្តាហ៍ថ្ងៃហ្នឹងគឺមនុស្សខ្មែរយើងទាំងអស់ដែលគឺថាវាមានទឹកចិត្តស្នេហាជាតិហ្នឹងណាហ្នឹងឯងមានហ្នឹងឯងគឺថាដល់អញ្ចឹងទៅគាត់វាព្រឹត្តទៅដើម្បីព្រមព្រៀងគ្នាគឺថាបបែបបួលគ្នាតាក់ទាញគ្នាដើម្បីដូចថាជួយ
រក្សាប្រទេសនគរហ្នឹងហើយវាមានទឹកចិត្តអញ្ចឹងណាហ្នឹងហើយប៉ុន្តែក្នុងការដែលយើងត្រូវយល់ថាក្នុងហ្នឹងក៏មានខ្លឹមសារនៃពុទ្ធសាសនាដែលជាគុណភាពមួយណាដែលនាំឲ្យខ្មែរយើងមានកម្លាំងចិត្តដោយថាដើម្បីថែរក្សាប្រទេសជាតិហ្នឹងត្រូវថែរក្សាខ្លឹមសារក្នុងប្រទេសនគរហ្នឹងដែលមានពុទ្ធសាសនាដែលមានវត្តអារាមដែលមានព្រះសង្ឃហ្នឹងដែលមានបត្រៃបីដកហ្នឹងហើយដែលជាអារម្មណ៍ដែលនាំឲ្យមានកម្លាំងចិត្តណាដើម្បីថែរក្សាសុខសន្តិភាពក្នុងប្រទេសនគរហ្នឹងហើយអញ្ចឹងក៏យើងត្រូវឃើញចំណែកគុណព្រះពុទ្ធសាសនាហ្នឹងហើយក៏កុសលធម៌ហ្នឹងជាជំនួយដូចជានៅវេសាលីអីចឹងណាដែលព្រះពុទ្ធអង្គទ្រង់ទួតមើលវេសាលីជាចុងក្រោយតាមពិតសាវត្ថីរាជគ្រឹះអីក៏សិតតែចុងក្រោយរបស់ព្រះអង្គទាំងអស់ហ្នឹងបាទព្រះអង្គយាងចេញមិនត្រឡប់ទៅវិញគឺចុងក្រោយប៉ុន្តែមានតែវេសាលីហ្នឹងដែលព្រះអង្គបែរព្រះវរកាយទួតមើលហ្នឹងដោយសារព្រះអង្គជ្រាបថា3ឆ្នាំក្រោយពីព្រះអង្គបរិនិព្វានមានអន្តរាយតាក់ទងនឹងអមនុស្សដល់អញ្ចឹងព្រះអង្គបែរព្រះវរកាយទួតមើលហ្នឹងជាប្រយោជន៍ដើម្បីឲ្យអ្នកស្រុកវេសាលីនឹងឯងនឹករលឹកអនុស្សាវរីយ៍កសាងបច្ចេកដីនៅកន្លែងដែលព្រះអង្គបែរព្រះវរកាយហ្នឹងឯងប៉ុណ្ណាហើយដល់ទៅកសាងបច្ចេកដីអនុស្សាវរីយ៍ទៅពួកដាច់លេចវីអ្នកស្រុកអ្នកភូមិអ្នកមើលមុខមន្ត្រីអីមកនមស្ការថ្វាយបង្គំទៅបំពេញបុណ្យកុសលទៅឧទ្ទិសដល់ទេវតារឿយទៅមានអានុភាពថែរក្សាព្រះនគរហ្នឹងអន្តរាយហ្នឹងត្រូវបាត់បង់ទៅសាបសូន្យទៅបានគ្រាន់តែលើកពីរឿងថាការដែលមានប្រសង់ត្រួតត្រងធម្មវិន័យស្រុកខ្មែរយើងដែលមានអមនុស្សមានទេវតាគ្រប់ឋានអីជ្រះថ្លាជាមួយគ្នានឹងប្រសង់ស្រុកខ្មែរយើងហ្នឹងហើយដោយអំណាចនៃគុណានុភាពអ្វីទាំងអស់ហ្នឹងក៏រួមចំណែកក្នុងការថែរក្សាប្រទេសជាតិប្រសាសនានឹងផងដែរដើម្បីពុទ្ធសាសនាស្ថិតនៅរហូតគ្រប់5000ព្រះវស្សានឹងឯងហ្នឹងក៏ជាចំណែកនៃគុណកុំឲ្យបងប្អូនកូនចៅតូមម្នាស់បន្ទុះតោះអីហ្នឹងហើយជាមួយគ្នានឹងការដែលមានប្រសង់ការដែលមានការសម្ដែងពធអីអញ្ចឹងហ្នឹងហើយកុំតូមម្នាស់ថាមិនគិតទៅជួយប្រទេសជាតិអីគិតតែមកធ្វើបន់សម្ដែងធัวអីចឹងណានេះសិតតែជាទឹកចិត្តរួមចំណែកណានៅក្នុងប្រទេសនគរនឹងឯងដែលអាចថាជួយអីបានធ្វើអីបានសមគួរទៅតាមគុណធម៌មនុស្សធម៌ហ្នឹងក៏ប្រព្រឹត្តទៅប៉ុណ្ណឹងទៅហ្នឹងឯងប៉ុណ្ណាហើយកុសលធម៌បុណ្យកុសលអីហ្នឹងក៏ផ្សព្វផ្សាយទៅផងដែរដើម្បីតែសុខសន្តិភាពហ្នឹងបានពុទ្ធសាសនាតាំងនៅក្នុងស្រុកខ្មែរយើងដែលសម្បូរទៅដោយអ្នកត្រួតត្រងធម៌វិន័យនឹងស្រាប់នឹងឯងហ្នឹងឯងហើយនេះក៏ព្រឹកមិញស្ដាប់មិនទាន់ហ្នឹងឯងណា3ទ្របក្នុងក្រៅសំខាន់គ្មានរោគទ្របខាងក្នុងរូបកាយយើងហ្នឹងសម្បត្តិខាងក្នុងហ្នឹងភ្នែកជាណាដៃជើងអីហ្នឹងណាទ្របខាងក្រៅគឺសម្បត្តិខាងក្រៅហ្នឹងឯងហើយព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងអរោគ្យបរមាលាភេហ្នឹងហើយតើអង្គនិតហ្នឹងឯងសរុបមកគឺសម្បត្តិមិនមានរោគនេះហ្នឹងឯងជាលេបតែក្រៃលែងហ្នឹងតែលេបយើងវាមានក្នុងមានក្រៅអញ្ចឹងហ្នឹងឯងអញ្ចឹងគឺ
vậy vì ở vậy đây chia sẻ cái đây sầm khăn là ngày nông đam ma hôm nó có nực lực thua vì bực mình ở riệp rập là ngày làm cho nông ai phê nó cho tầm miền tầm nâng ai tấm là mơ class đạp class ai nâng chân thơi nâng anh có bàn đam ma hôm class ai chân thơi nâng anh phần nâng ai xong cu đầm bay bàn cho rùm mùi nâng con cha bột bò rì sạt dương là cái người thà nơi nông á nơi nông và tệ nông là cô nâng năng ảnh còn nực hơi nhá nực hơi dục là ấy nâng cơ thờ rồi sầm ran ấy nâng còn nực thờ sầm ran tới về sọc sưu lá phần ta đập về sầm ran bên nực hơi đào giật chuồn con tọp ấy từng nâng ấp bàn sầm ran từng dục từng ngày ấy nâng á năng ảnh nực năng ảnh chẳng có miền thề hầm phơi bòn của sao hầm phơi gì cái đây đó năng anh tiền năng anh sập sai đòi nai pon nhà nộp hiệp năng chẳng tới bàn sọc sân để hiệp tới mình chưa phải cài toa tê ấy kia tam bồng non để cho tha thị ba để trời ca người ta ao tới sọc sân để hiệp nâng á năng ngày chia mù đặc than cứ đầm bayจากđây chấm ran cướp này cướp bài cướp giang rồi đôi chia chỉ vật bao giờ chăng để tha mình miền rô thấy cứ thơ ca nghe ấy cả bàn cái nó bảo ông bà ca rô khía parama liệt phi là ngày đời dân chứ về trời Australia này com rô buôn đập phi năm ban mà mơn pi mơn đô la ấy đây nơi nó ở tới là ngày thấy bạn cầm lăng thơ ca nghe ấy ấp ban là ngày chẳng cứ trời bát bong chỉ vật từ tiệt để xa để chấm ngư rồi kế trong bàn là ca mình miền rốt chỉ liệt là cày lênយ៉ាងណាមិញស្រុកសុកសន្តិភាពនឹងដូចយើងដែលអត់មានរោគចឹងមានកម្លាំងបលាំងរស់នៅស្រុកស្រែម្ការក្រីក្រយ៉ាងម៉េចក៏មានបុណ្យមានទានមានដីសពក្នុងជីវិតកិច្ចការងារអីក៏ធ្វើទៅបានចាំជីវិតហ្នឹងហ្នឹងហើយយើងជាមនុស្សកាន់ពុទ្ធសាសនាជាប្រទេសបានតែគ្រាន់ថាដូចរៀបរាប់ខាងដើមអញ្ចឹងមិនងាយនឹងទទួលលំសារពុទ្ធសាសនាមកដើម្បីធ្វើជីវិតធ្វើប្រទេសនគរហ្នឹងឲ្យមានតម្លៃដោយសារតែការផ្ដាល់ប្រគល់នៅក្តីសុខឲ្យដល់អ្នករតីដោយសារថាមានទ្រព្យសម្បត្តិមានអំណាចទៅឲ្យក្តីសុខគេមានជីវិតខ្លួនឯងនឹងឲ្យក្តីសុខគេហ្នឹងវាមិនងាយប្រព្រឹត្តទៅបានដោយសារអត្តានុទិដ្ឋិនឹងឯងដែលគិតឲ្យខ្លួនអញខ្លាំងបកែគិតឲ្យអញនឹងឈ្នះអ្នករតីអីចឹងទៅវាអត់មានតម្លៃអីទេរឿងឈ្នះដោយការបៀតបៀនអ្នករតីហ្នឹងគឺព្រះពុទ្ធអង្គប្រកាសសម្ដែងហើយជាយ៉ាងវេរាំងបសវតេអញ្ចឹងតែហ្មងហ្នឹងហើយអ្នកឈ្នះតែងប្រទេសនៅពីហ្នឹងហើយទុកខាងសេតេតរាយតោអ្នកចាញ់ដេកជាទុកអញ្ចឹងទៅដូច្នេះគឺមានតែការមិនប្រណាំងមិនប្រជែងនឹងឯងអញ្ចឹងហ្នឹងហើយឧបសន្តោសុខាងសេតេហេថ្វាជាយ៉ាងហ្នឹងហើយតារាជាយន្តេហ្នឹងហើយហេថ្វាកំចាត់បងនៅអាការប្រណាំងប្រជែងយកឈ្នះយកចាញ់ហ្នឹងណាដោយព្រះរហន្តអញ្ចឹងទៅអង្គអស់មានកិលេសហ្នឹងលើកដល់កំពូលទៅហ្នឹងគឺឧបសន្តោសុខាងសេតេហ្នឹងគឺយើងកម្មយកខ្លឹមសារពុទ្ធសាសនាយកកន្លែងហ្នឹងឯងអញ្ចឹងហ្នឹងគឺជាតម្លៃនៃជីវិតដោយស្រុកខ្មែរយើងអញ្ចឹងទៅគឺថាយើងមើលទៅឃើញបំណងឃើញប្រាថ្នាអ្នកគ្រប់គ្រងប្រទេសនឹងចង់បានសុខសន្តិភាពយើងមើលទៅឃើញអញ្ចឹងណាមិនហ្នឹងហើយអូបីទឹកដីអីតាមប្រវត្តិសាស្ត្រអីយើងដឹងហើយស្រុកខ្មែរយើងមហានគរអីអញ្ចឹងដែរប៉ុន្តែថាបច្ចុប្បន្នហ្នឹងក៏គោរពគាត់ថាក្នុងពិភពលោកអីហ្នឹងព្រំប្រទល់ផែនទីអីមានបណ្ណាក៏សន្តោសត្រឹមតែប៉ុណ្្នឹងទៅឲ្យតែបានសុខទៅហ្នឹងហើយបើនៅតែជួបប្រទេសរឿងរ៉ាវហ្នឹងអញ្ចឹងបានថាយើងក៏គិតអំពី
ផ្លូវពធហ្នឹងតែថាទោះជាមិនដេចម្ដាយើងត្រូវតែសង្គ្រោះខ្លួនយើងជួយខ្លួនយើងតាមផ្លូវពធហ្នឹងហើយសមត្ថភាពជួយដល់ក្រុមគ្រួសារប្រទេសជាតិសាសនានឹងបានបណ្ណាក៏ប៉ុណ្ណឹងចឹងទៅព្រោះរឿងអ្វីក្នុងលោកហ្នឹងវាចូលទៅក្នុងហេតុផលបរមត្តតែម្យ៉ាងហ្នឹងគ្រប់រឿងទាំងអស់ហ្នឹងឯងតែយើងមិនអាចនឹងថាទៅបន្ទុះចំពោះហេតុផលបរមត្តនឹងបានទេទៅចូលឲ្យទៅដល់បរមត្តធម៌ហ្នឹងតែបានយើងនាំនៅប្រយោជន៍សុខស្ងប់សន្តិភាពក្នុងជីវិតរបស់យើងបានចឹងសូមអនុមោទនា